រឿងមួយនេះចាប់ផ្ដើមឡើងដោយបង្ហាញយើងឃើញសត្វចរដ៏ធំមួយដែលមាន rank S បានធ្វើការវិប្រហារទៅលើភូមិមួយដែលធ្វើឲ្យមនុស្សនៅទីនោះមានការភ័យខ្លាចជាខ្លាំងដោយនេះពួកគេក៏បានចំណាយលុយរបស់ខ្លួនស្ទើរតែទាំងស្រុងដើម្បីជួយអ្នកផ្សងព្រេងមីក្រុមដែលមានរហស្សនាមថាចង្គមនាគភ្លើងឲ្យមកសម្លាប់សត្វចរមួយនោះមិនយូរប៉ុន្មានសត្វចរក៏បានធ្វើការវិប្រហារទៅលើតួឯកប្រុសរបស់យើងដែលមានឈ្មោះថាខិតហើយគ្រាន់តែបានឃើញវត្តមានរបស់វាភ្លាមចៃសក់ខ្លីដែលត្រូវជាដៃអាសាស៊ីនក៏បានប្រើប្រាស់ខ្សែរបស់នាងស្ទុះចូលទៅចាប់ចងវាតែម្ដងតែនាងក៏ត្រូវបានសត្វចរចាប់បោកខ្ទប់ទៅនឹងជញ្ជាំងមួយទំហឹងមនុស្សចាស់រួចចៃសលឿងដែលត្រូវជាដៃ support ក៏បានប្រើប្រាស់វេទមន្ត healing ព្យាបាលរបួសទៅឲ្យនាងទៅរួចចៃសខ្លីក៏បានព្យាយាមចងសត្វចរមួយនោះជាលើកទី2ជាមួយនឹងដើមឈើហើយជាចុងក្រោយប្រូសក្រហមដែលត្រូវជាដៃ fighter ហើយក៏ត្រូវជាមេធីមនៅក្នុងក្រុមមួយនេះក៏បានប្រើប្រាស់ដាវភ្លើងរបស់គាត់ចូលទៅបញ្ចប់ជីវិតរបស់សត្វចរមួយនោះបានសម្រេចតែម្ដងអញ្ចឹងបន្ទាប់ពីពួកគេបានសម្លាប់សត្វចរមួយនោះរួចហើយពួកគេក៏បានក្លាយទៅជា hero ហើយក្រុមរបស់ពួកគេក៏បានប្រមូតឡើងទៅដល់ rank SS ផងដែរបន្ទាប់មកពួកគេក៏បានទៅញ៉ាំអាហារជាមួយគ្នានៅក្នុងផ្ទះមួយក៏ប៉ុន្តែដោយសារតែអាហារនៅក្នុងភូមិមួយនោះស៊ីមិនកើតប្រូសក្រហមក៏បានបញ្ជាឲ្យខិតទៅចម្អិនអាហារយកមកឲ្យគាត់ញ៉ាំតែម្ដងព្រោះដោយសារតែថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលពួកគេបានញ៉ាំអាហាររបស់គាត់ហើយព្រោះគាត់នឹងត្រូវបានគេបណ្ដេញចេញពីក្រុមនោះឯងគ្រាន់តែបានឮភ្លាមខិតក៏បានសួរទៅកាន់ពួកគេថាតើគាត់បានធ្វើអ្វីខុសទើបបានជាពួកគេបណ្ដេញគាត់ចេញពីក្រុមបែបនេះរួចប្រូសក្រហមក៏បានឆ្លើយថាខិតគ្មានបានជួយអ្វីពួកគេនោះឡើយគឺគាត់គ្រាន់តែជាអ្នកលីអេវ៉ាន់នឹងធ្វើការងារកប៉ិកប៉ុកតែប៉ុណ្ណោះសូម្បីតែស្លែមមួយក៏គាត់មិនអាចសម្លាប់បានផងហើយមួយវិញទៀតច្បាប់នៅក្នុងពិភពលោកមួយនេះអ្នកផ្សងព្រេងមួយក្រុមគឺតម្រូវឲ្យមានសមាជិកតែ4នាក់តែប៉ុណ្ណោះអញ្ចឹងបើសិនជាក្រុមរបស់ពួកគេចង់ខ្លាំងជាងមុនពួកគេត្រូវការដៃមេឃម្នាក់ដែលមាន rank ខ្ពស់ដោយនេះហើយបានជាពួកគេត្រូវតែបណ្ដេញខិតចេញពីក្រុមបែបនេះរួចនៅពេលដែលខិតសុំអង្វរប្រូសក្រហមកុំឲ្យដេញគាត់ចេញពីក្រុមគាត់ក៏បានស៊ីមួយជើងរបស់ប្រូសក្រហមតែម្ដងលុះស្អែកឡើងខិតក៏បានធ្វើដំណើរទៅកាន់កន្លែងស្វែងរកការងារធ្វើព្រោះដោយសារតែគាត់ចិត្តអស់លុយចាយហើយនៅពេលទៅដល់ Kershel ដែលត្រូវជាអ្នកទទួលភ្ញៀវនៅទីនោះក៏បានចេញមកស្វាគមន៍គាត់រួចនៅពេលដែលបានដឹងថាគាត់មកទីនេះដើម្បីស្វែងរកការងារធ្វើហើយនោះនាងក៏បានចាប់ផ្ដើមធ្វើការសម្ភាសទៅកាន់គាត់រួចយើងក៏បានដឹងថាខិតមានអាយុ15ឆ្នាំហើយស្រុកកំណើតរបស់គាត់គឺស្ថិតនៅក្នុងកូនភូមិតូចមួយដែលនៅឯជ្រលងភ្នំរួចនៅពេលដែលនាងសួរទៅកាន់គាត់តាក់ទងទៅនឹងប្រវត្តិការងារខិតក៏បានប្រាប់ទៅកាន់នាងថាគាត់ធ្លាប់ធ្វើការជាអ្នកលីអេវ៉ាន់ទៅឲ្យក្រុមចង្គមនាគភ្លើងដែលទើបតែប្រមូតឡើង rank SS កាលពីថ្ងៃមុនតែគាត់ត្រូវបានគេបណ្ដេញចេញពីក្រុមបាត់ទៅហើយពេលដែលបានដឹងរឿងនេះភ្លាមធ្វើឲ្យ Kershel មានការអាណិតគាត់ជាខ្លាំងរួចនាងក៏បាននិយាយលើកទឹកចិត្តទៅកាន់គាត់ទៅអញ្ចឹងបន្ទាប់ពីបានធ្វើការសម្ភាសរួចហើយគឺដល់ពេលធ្វើតេស្តទៅលើជំនាញរបស់គាត់វិញម្ដងដោយជំនាញរបស់មនុស្សម្នាក់គឺជាទេពកោសល្យដែលបានមកពីអាទិទេពហើយជំនាញគឺត្រូវបានបែងចែកចាប់ពី rank G ដែលជា rank ទាបជាងគេបង្អស់ឡើងទៅដល់ rank SSS ដែលជា rank ខ្ពស់ជាងគេបង្អស់អញ្ចឹងសម្រាប់អ្នកដែលមានជំនាញទាបទៅលើគុណដាវគឺមិនអាចកាប់ដែកឲ្យដាច់ជាពីរបានទេតែសម្រាប់អ្នកដែលមានជំនាញខ្ពស់ទៅលើគុណដាវវិញគឺពួកគេអាចកាប់ដែកឲ្យដាច់ជាពីរដោយប្រើប្រាស់ដាវតែមួយដូចគ្នារួចខិតក៏បានគិតនៅក្នុងចិត្តថាគាត់ប្រហែលជាមានទេពកោសល្យអាចកំបាំងអ្វីមួយជាមិនខានតែគ្រប់យ៉ាងគឺខុសពីការគិតរបស់គាត់ទាំងស្រុងព្រោះលទ្ធផលដែលចេញមកគឺសុទ្ធតែ rank G ទាំងអស់ហ្នឹងគឺគាត់គ្មានទេពកោសល្យទៅលើការប្រយុទ្ធសូម្បីតែមួយនោះឡើយរួចក៏បានធ្វើឲ្យខិនមានការពិបាកចិត្តជាខ្លាំងតែ Kershel ក៏បាននិយាយលើកទឹកចិត្តទៅកាន់គាត់ថាកុំតន់អស់សង្ឃឹមអីព្រោះគាត់មិនតន់បានធ្វើតែទៅលើជំនាញជាងដែកនិងជំនាញបង្កើតថ្នាំនោះទេក៏ប៉ុន្តែនៅពេលនេះអ្នកបច្ចេកទេសធ្វើតែទៅលើជំនាញទាំងពីរនោះគឺអវត្តមានអញ្ចឹងគាត់ត្រូវតែរងចាំមួយអាទិត្យទើបអាចធ្វើតេស្តបានរួចខិតក៏បានតបទៅវិញថានិយាយតាមត្រង់ទៅចុះគឺគាត់ចិត្តអស់លុយចាយហើយពេលឮបែបនេះ Kershel ក៏បានសម្រេចចិត្តជួយគាត់តែម្ដងរួចនាងក៏បានប្រាប់ឲ្យគាត់លើកបាវខ្សាច់មួយដែលនៅចិត្តនោះហើយគ្រាន់តែខិតចាប់កាន់វាភ្លាមគាត់មានអារម្មណ៍ថាវាបានស្រូបយកម៉ាណារបស់គាត់ហើយវាគឺមានទម្ងន់ធ្ងន់ណាស់រួចនៅពេលដែលបានឃើញគាត់អាចលើកបាវខ្សាច់បានបែបនេះ Kershel ក៏បានសម្រេចចិត្តឲ្យគាត់ទៅធ្វើការងារសំណងដើម្បីជួសជុលកំផែងទីក្រុងតែម្ដងរួចក៏បានធ្វើឲ្យខិនមានការសប្បាយចិត្តជាខ្លាំងហើយនៅពេលទៅដល់នៅពេលដែលបានឃើញខិតមានរាងស្គមបែបនេះមេការសំណងដែលនៅទីនោះមិនចង់ទទួលយកគាត់នោះទេតែដោយសារតែពួកគេខ្វះកម្មក
មេកាក៏បានសម្រេចចិត្តទទួលយកខិតតែម្ដងរួយកនក៏បានប្រាប់ឲ្យខិនលីស៊ីម៉ង់ដើម្បីយកទៅលាបនៅលើកំផែងទីក្រុងហើយកនទុកពេលឲ្យខិត3ម៉ោងធ្វើយ៉ាងណាឲ្យអស់ស៊ីម៉ង់កន្លះធុងព្រោះថ្លៃឈ្នួលរបស់គាត់គឺអាស្រ័យទៅលើអ្វីដែលគាត់ធ្វើបានចឹងបើសិនជាគាត់ខ្ជិលនោះក៏នឹងត្រូវកាត់លុយជាមិនខាន3ម៉ោងក្រោយមកនៅពេលដែលមេកាត្រឡប់មកវិញធ្វើឲ្យកនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញខិតអាចលាបកំផែងទីក្រុងបានជាច្រើននៅក្នុងរយៈពេលខ្លីបែបនេះរួចមេកាក៏បានសួរទៅកាន់ខិតថាតើកនលាបកំផែងខាងលើបានដោយរបៀបណារួចខិតក៏បានឆ្លើយថាគាត់បានជះស៊ីម៉ង់ទៅខាងលើហើយក៏បានយកឈើរោចុះឡើងដើម្បីពង្រាបវាឲ្យស្មើគ្រាន់តែបានលឺភ្លាមធ្វើឲ្យមេកាកាន់តែមានភាពភ្ញាក់ផ្អើលថែមទៀតរួចកនក៏បានសួរទៅកាន់ខិតថាតើខិនចង់ធ្វើការនៅទីនេះយូរប៉ុណ្ណាដែររួចខិតក៏បានតបថាគាត់ចង់ធ្វើការនៅទីនេះមួយអាទិត្យតែប៉ុណ្ណោះក្រោយពីបានដឹងហើយមេកាក៏បានឲ្យខិតធ្វើការនៅថ្ងៃនេះតែប៉ុណ្្នឹងសិនបានហើយកនក៏បានឲ្យថ្លៃឈ្នួលទៅកាន់ខិតមួយចំនួនតូចផងដែរចំណែកឯថ្លៃឈ្នួលដែលនៅសល់ចាំកននឹងផ្ញើទុកឲ្យនៅឯកន្លែងស្វែងរកការងាររួចក៏បានធ្វើឲ្យខិនមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលកនទទួលបានលុយច្រើនបែបនេះតែបន្ទាប់ពីខិតបានធ្វើការនៅទីនោះបាន3ថ្ងៃគាត់ក៏ត្រូវបានមេកាបញ្ឈប់ការងារតែម្ដងព្រោះដោយសារតែខិនតែម្នាក់ឯងបានជួសជុលកំផែងទីក្រុងខាងលិចនិងខាងជើងត្រឹមតែរយៈពេល3ថ្ងៃតែប៉ុណ្ណោះអញ្ចឹងបើសិនជាគាត់បន្តធ្វើការនៅទីនេះទៀតនោះកម្មករផ្សេងទៀតនឹងគ្មានការងារធ្វើនោះឡើយរួចមេកាក៏បានបន្តទៀតថាខិតធ្វើការលឿនពេកហើយសមត្ថភាពរបស់គាត់គឺប្រហាក់ប្រហែលទៅនឹង rank SS ឬមួយក៏ rank SSS ក៏ថាបានដែររួចកនក៏បានឲ្យថ្លៃឈ្នួលទៅកាន់ខិតហើយក៏បានប្រាប់ឲ្យខិនចាកចេញពីទីនេះទៅធ្វើការនៅឯរាជធានីវិញទៅក៏ប៉ុន្តែខិនមិនបានគិតអញ្ចឹងនោះទេគឺកនគិតថាមេកាប្រហែលជាចង់បណ្ដេញគាត់ចេញខ្លាំងហើយទើបបានជាមេកាសរសើរគាត់ថាមាន rank SSS បែបនេះរួចខិតក៏បានយករឿងមួយនេះប្រាប់ទៅកាន់ Kershel នៅឯកន្លែងស្វែងរកការងារស្របពេលជាមួយគ្នានោះគឺយើងបានឃើញចៃសសម្នាក់ដែលមានឈ្មោះថា Yuri កំពុងតែឈរតវ៉ាជាមួយនឹងអ្នកទទួលភ្ញៀវម្នាក់ទៀតហើយនៅពេលដែលឃើញស្ថានភាពដូចជាមិនសូវស្រួលបែបនេះ Kershel ក៏បានចូលទៅសួរនាំរួចក៏បានដឹងថា Yuri មកទីនេះដើម្បីស្វែងរកកម្មករជីកត្បូងម្នាក់ដើម្បីយកទៅជីកត្បូងនៅឯភ្នំរបស់នាងក៏ប៉ុន្តែនាងមិនបានបង់ប្រាក់មុននោះទេគឺនាងនឹងឲ្យថ្លៃឈ្នួលទៅកាន់កម្មករជីកត្បូងម្នាក់នោះអាស្រ័យទៅលើសមិទ្ធផលដែលពួកគេទទួលបានពេលឮបែបនេះ Kershel ក៏បាន recommend ឲ្យ Yuri ទៅស្វែងរកអ្នកវិនិយោគទៅលើការអភិវឌ្ឍអណ្ដូងរ៉ែទៅល្អជាងតែ Yuri ក៏បានតបទៅវិញថាបើសិនជានាងមិនបង់ពន្ធនៅក្នុងរយៈពេលមួយអាទិត្យទេនោះគេនឹងរឹបអូសយកភ្នំរបស់នាងជាមិនខានហើយដោយសារតែអាណិតនាងខ្លាំងពេកខិតក៏បានសម្រេចចិត្តទទួលយកការងារមួយនេះតែម្ដងព្រោះកាលនៅក្នុងភូមិរបស់គាត់ក៏ធ្លាប់ជួយជីកត្បូងដូចគ្នាតែ Yuri មិនចង់ជួលខិតនោះឡើយព្រោះដោយសារតែខិនស្គមខ្លាំងពេកគឺនាងចង់ជួលមនុស្សប្រុសណាដែលមានសាច់ដុំធំពេលឮបែបនេះ Kershel ក៏បានប្រាប់ឲ្យនាងត្រៀមលុយចំនួន10កាក់ប្រាក់ជាមុនសិនតែដោយសារតែ Yuri មិនមានលុយនាងក៏បានសម្រេចចិត្តទទួលយកខិតតែម្ដងរួចពួកគេក៏បានធ្វើដំណើរទៅកាន់ភ្នំជីកត្បូងនោះទៅហើយនៅពេលដែលបានឃើញខិតគឺជាមនុស្សល្អបែបនេះ Kershel ក៏បានលួចក្រាស់ទៅលើគាត់តែម្ដងស្រាប់តែពេលនោះនាងក៏ទទួលបានលុយពីមេការសំណងដែលបានផ្ញើមកឲ្យខិតរួចក៏បានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញខិតទទួលបានថ្លៃឈ្នួលរហូតដល់ទៅ200កាក់មាសបែបនេះហើយដោយសារតែនាងមានការភ្ញាក់ផ្អើលខ្លាំងពេកនាងក៏បានតាក់ជើងជាមួយនឹងបាវខ្សាច់រួចអ្នកទទួលភ្ញៀវម្នាក់ទៀតក៏បានប្រាប់ទៅកាន់នាងថាវាមិនមែនជាបាវខ្សាច់នោះទេតែវាគឺជារបស់មួយសម្រាប់វាស់ម៉ាណារបស់មនុស្សម្នាក់ហើយវានឹងមានទម្ងន់កាន់តែធ្ងន់នៅពេលដែលមនុស្សម្នាក់នោះមានម៉ាណាកាន់តែច្រើនតែសម្រាប់មនុស្សធម្មតាគឺលើកវាមិនសូវធ្ងន់នោះឡើយហើយនៅពេលដែល Kershel លើកវាគឺវាមានទម្ងន់ធ្ងន់គួរសមតែមិនធ្ងន់ដូចជាពេលដែលខិនលើកវានោះឡើយដោយនេះនាងក៏បានដឹងថាខិតប្រកាសជាមានម៉ាណាច្រើនជាមិនខានកាត់មកខាងខិតជាមួយនឹង Yuri ឯណែវិញពួកគេក៏បានធ្វើដំណើរទៅកាន់កន្លែងបោះតង់ហើយដោយសារតែ Yuri មានតង់តែមួយដោយនេះនាងក៏បានឲ្យខិតគេងជាមួយនាងតែម្ដងតែខិតក៏បានបដិសេធព្រោះគាត់មិនហ៊ានគេងនៅក្នុងតង់ជាមួយនឹងស្រីស្អាតដូចជា Yuri នោះឡើយគ្រាន់តែបានឮភ្លាមធ្វើឲ្យ Yuri អៀនមុខឡើងក្រហមរួចនាងក៏បានតបទៅវិញថានាងមិនស្អាតនោះទេក៏មកនិយាយលេងសើចអសោះតែខិតក៏បានតបថាគាត់មិនបាននិយាយលេងសើចនោះឡើយព្រោះគាត់បានធ្វើដំណើរជុំវិញពិភពលោកហើយមិនដែលឃើញពីណាគេស្អាតដូច Yuri នោះទេរួច Yuri ក៏បានប្រាប់ឲ្យគាត់បិទមាត់ហើយនាងក៏បាននិយាយថា
ថានាងបានដើរផ្សងព្រេងតាំងតែពីនាងមានអាយុ10ឆ្នាំមកម្លេះអញ្ចឹងគ្មានផ្លូវដែលថានាងស្អាតនោះឡើយរួចនាងក៏បានបោះអាហារមួយដុំទៅឲ្យខើតញ៉ាំហើយនៅពេលដែលបានដឹងថាយូរីគឺជាអ្នកដែលបានធ្វើវាដោយផ្ទាល់ដៃបែបនេះធ្វើឲ្យខិនមានការសប្បាយចិត្តជាខ្លាំងព្រោះអស់រយៈពេលជាយូរណាស់មកហើយដែលមាននរណាម្នាក់ចម្អិនអាហារឲ្យគាត់ញ៉ាំបែបនេះហើយវាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់នៅយប់នោះខិនគាត់ដេកមិនលក់នោះទេរួចនៅពេលដែលគាត់ក្រឡេកមើលយូរីគឺបានឃើញនាងដេកស្លៀកតែលីអូតែប៉ុណ្ណោះរួចក៏បានធ្វើឲ្យខិនអៀនឡើងខ្វាច់ហ្មងហើយដោយសារតែខិនគឺជាសុភាពបុរសដូចអេដមីនចឹងគាត់មិនហ៊ានធ្វើអ្វីទៅលើយូរីនោះឡើយរួចគាត់ក៏បានសម្រេចចិត្តទៅដេកនៅខាងក្រៅបាត់ទៅតែតាមពិតយូរីគ្រាន់តែចង់សាកចិត្តគាត់តែប៉ុណ្ណោះព្រោះដោយសារតែពួកគេទាំងពីរនឹងត្រូវនៅជាមួយគ្នារយៈពេលមួយអាទិត្យដោយនេះនាងចង់ដឹងថាតើគាត់គឺជាមនុស្សល្អឬមួយមនុស្សអាក្រក់ហើយនាងក៏ទទួលបានចម្លើយរបស់នាងផងដែរលុះព្រឹកឡើងនៅពេលដែលយូរីភ្ញាក់ពីដេកនាងក៏បានឃើញខិតកំពុងតែដេកនៅក្បែរគល់ឈើហើយសូម្បីតែអាវដាច់ឡេវរបស់នាងក៏ត្រូវបានខិតដេកដាក់ឡេវថ្មីឲ្យស្អាតឡើងវិញផងដែររួចនាងក៏បានអរគុណទៅកាន់គាត់ទៅបន្ទាប់មកពួកគេក៏ចងនាំគ្នាទៅជីកត្បូងតែម្ដងព្រោះពួកគេត្រូវតែរកលុយឲ្យបាន10កាក់មាសនៅក្នុងរយៈពេលមួយអាទិត្យរួចខិតក៏បានសួរទៅកាន់យូរីថាតើនាងបានសម្រេចចិត្តថាជីកត្បូងនៅកន្លែងណាហើយឬនៅតែយូរីមិនទាន់បានជ្រើសរើសកន្លែងជីកនោះទេពេលឮបែបនេះខិតក៏បានជួយនាងស្វែងរកកន្លែងជីកត្បូងតែម្ដងហើយត្រឹមតែមួយផ្លេតសោះក៏បានរកឃើញដុំថ្មដ៏ធំមួយរួចនៅពេលដែលគាត់ដំបំបែកដុំថ្មមួយនោះគឺបានឃើញត្បូងគ្រីស្តាល់ជាច្រើននៅខាងក្នុងហើយវាអាចលក់បានតម្លៃ3កាក់មាសឯណោះបន្តិចក្រោយមកគឺយើងបានឃើញខិតរកបានត្បូងគ្រីស្តាល់ជាច្រើនតែក៏មិនទាន់ឲ្យយូរីយកពូវាទៅលក់នោះទេព្រោះដោយសារតែពូវាតូចពេកលក់មិនបានថ្លៃនោះឡើយរួចគាត់ក៏បានប្រើប្រាស់ម៉ាណាផ្គុំពូវាបញ្ចូលគ្នាដើម្បីឲ្យពូវាក្លាយទៅជាគ្រីស្តាល់វេទមន្តហើយអាចលក់បានថ្លៃគ្រាន់តែបានឃើញភ្លាមធ្វើឲ្យយូរីមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះដោយសារតែនៅក្នុងនគរមួយនេះគឺមានសិប្បករវេទមន្តមិនដល់10នាក់ទេដែលអាចបង្កើតគ្រីស្តាល់វេទមន្តបានហើយពួកគេត្រូវចំណាយពេល1ម៉ោងពេញឯណោះទើបអាចបង្កើតគ្រីស្តាល់វេទមន្តបានមួយតែសម្រាប់ខិតវិញគឺគាត់អាចបង្កើតវាបានត្រឹមតែមួយផ្លេតតែប៉ុណ្ណោះលុះល្ងាចឡើងយូរីក៏ចង់យកគ្រីស្តាល់វេទមន្តទាំងអស់នោះទៅលក់តែខិតមិនបានទៅជាមួយនាងនោះទេព្រោះដោយសារតែគាត់មានរឿងមួយចំនួនដែលគាត់ចង់ធ្វើនៅទីនេះហើយបន្ទាប់ពីយូរីបានយកគ្រីស្តាល់វេទមន្តទាំងអស់នោះទៅដល់កន្លែងត្រួតពិនិត្យហើយពួកទាហានក៏បានសួរទៅកាន់នាងថាតើសិប្បកររូបណាគឺជាអ្នកដែលបានបង្កើតពួកវាហើយដោយសារតែយូរីមិនចង់ប្រាប់ទៅកាន់ពួកគេនាងក៏បានបង្ហាញផ្លាកសញ្ញាមួយដែលបញ្ជាក់បានថានាងគឺជាអ្នកផ្សងព្រេងដែលបម្រើទៅឲ្យគ្រួសាររាជវង្សដោយនេះពួកគេមិនហ៊ានសួរដេញដោលនាងនោះឡើយរួចនាងក៏បានសុំប្រើប្រាស់ថ្ម Teleport ដែលនៅទីនោះដើម្បីធ្វើដំណើរទៅកាន់រាជធានីតែម្ដងហើយនៅពេលទៅដល់នាងក៏ចង់យកគ្រីស្តាល់វេទមន្តទាំងអស់នោះទៅលក់ឲ្យមិត្តភ័ក្តិរបស់នាងដែលមានឈ្មោះថាមីមីកូហើយនាងគឺជាដៃមេឃដែលជាមន្ត្រីថ្នាក់ខ្ពស់ម្នាក់ធ្វើការទៅឲ្យគ្រួសាររាជវង្សដូចគ្នារួចនៅពេលដែលមីមីកូបានឃើញគ្រីស្តាល់វេទមន្តមួយនោះមិនសូវមានពន្លឺចែងចាំងបែបនេះនាងក៏បានគិតថាវាលក់មិនបានថ្លៃនោះឡើយគឺបានត្រឹមតែ10កាក់ប្រាក់តែប៉ុណ្ណោះតែបន្ទាប់ពីនាងបានពិនិត្យយ៉ាងម៉ត់ចត់ហើយនោះនាងក៏បានប្តូរចិត្តវិញគឺនាងហ៊ានឲ្យតម្លៃរហូតដល់ទៅ10កាក់មាសឯណោះព្រោះដោយសារតែគ្រីស្តាល់វេទមន្តមួយនេះគឺមានចំនួនម៉ាណាច្រើនជាងធម្មតារហូតដល់ទៅ10ដងហើយមូលហេតុដែលវាមិនសូវមានពន្លឺចែងចាំងនោះគឺដោយសារតែវាត្រូវបានស្រោបការពារដើម្បីកុំឲ្យម៉ាណាជ្រាបចេញមកខាងក្រៅអញ្ចឹងដោយសារតែយូរីមានគ្រីស្តាល់វេទមន្តទាំងអស់ចំនួន50ដោយនេះនាងលក់បានលុយសរុបចំនួន500កាក់មាសបន្ទាប់មកមីមីកូក៏មានសំណើពីរចង់សុំទៅកាន់យូរីទី1គឺនាងមិនឲ្យយូរីយកគ្រីស្តាល់វេទមន្តទាំងអស់នេះលក់ទៅឲ្យហាងណាផ្សេងក្រៅពីហាងរបស់នាងនោះឡើយរីឯទី2គឺនាងចង់ដឹងថាតើអ្នកណាគឺជាអ្នកបង្កើតគ្រីស្តាល់វេទមន្តទាំងអស់នេះព្រោះអ្នកដែលអាចបង្កើតគ្រីស្តាល់វេទមន្តដ៏ខ្លាំងបែបនេះបានគួរតែបម្រើទៅដល់គ្រួសាររាជវង្សដោយផ្ទាល់ក៏ប៉ុន្តែយូរីមិនហ៊ានប្រាប់ទៅកាន់មីមីកូនោះឡើយព្រោះដោយសារតែនាងចង់ទៅសុំការអនុញ្ញាតពីសិប្បករម្នាក់នោះជាមុនសិនពេលឮបែបនេះមីមីកូក៏បានប្រាប់ឲ្យយូរីធ្វើយ៉ាងណាក៏ដោយត្រូវតែរារាំងកុំឲ្យសិប្បករម្នាក់នោះទៅធ្វើការនៅឯនគរផ្សេងឲ្យសោះហើយត្រូវប្រាប់ទៅកាន់គាត់ថាបើសិនជាគាត់យកព្រមធ្វើការទៅឲ្យគ្រួសាររាជវង្សនោះពួកគេនឹងតែងតាំងគាត់ឲ្យឡើងធ្វើជាមន្ត្រីថ្នាក់ខ្ពស់និងឲ្យធ្វើជានាយកគ្រប់គ្រងទៅលើមន្ទីរពិសោធន៍ទៀតផងលុះបន្ទាប់ពីយូរីបាន
បានយល់ព្រមហើយនោះនាងក៏បានធ្វើដំណើរទៅកាន់កន្លែងស្វែងរកការងាររួចនាងក៏បានសួរទៅកាន់ Kershel ថាតើ Ken គឺជាពីណាគេឲ្យពិតប្រាកដតែ Kershel មិនអាចប្រាប់ព័ត៌មានអតិថិជនរបស់ខ្លួនទៅកាន់អ្នកផ្សេងបានឡើយតែនៅពេលដែលបានឃើញ Yuri បង្ហាញផ្លាកសញ្ញារបស់ខ្លួនបែបនេះនាងក៏បានយល់ព្រមប្រាប់ទៅកាន់ Yuri ទៅហើយនៅពេលនោះឯងទើប Yuri បានដឹងថា Ken គឺជាអតីតសមាជិកនៅក្នុងក្រុមចង្គមនាគភ្លើងតែគាត់មិនមានជំនាញនៅក្នុងការប្រយុទ្ធនោះទេហើយគាត់ត្រូវបានគេបណ្តេញចេញពីការងារសំណង់បន្ទាប់ពីគាត់ធ្វើការបាន3ថ្ងៃតែថ្លៃឈ្នួលរបស់គាត់វិញគឺទទួលបានរហូតដល់ទៅ200កាក់មាសឯណោះព្រោះគាត់បានជួសជុលកំផែងទីក្រុងទិសខាងជើងនិងទិសខាងលិចតែម្នាក់ឯងក្រោយពីបានដឹងអំពីរឿងទាំងអស់នេះហើយ Yuri ក៏បានសម្រេចចិត្តយកលុយ499កាក់មាសដាក់ចូលទៅក្នុង account របស់ Kurt តែម្ដងគឺនាងទុកតែ1កាក់មាសសម្រាប់ខ្លួននាងតែប៉ុណ្ណោះហើយនាងក៏បានហាម Kershel ក្នុងនាមនាងគឺជាអ្នកផ្សងព្រេងបម្រើទៅឲ្យគ្រួសាររាជវង្សថាគឺមិនត្រូវបញ្ចេញព័ត៌មានអ្វីមួយតាក់ទងអំពី Kurt ទៅកាន់អ្នកណាជាដាច់ខាតលុះស្អែកឡើងនៅពេលដែល Yuri ធ្វើដំណើរមកដល់កន្លែងបោះតង់វិញនាងក៏បានឃើញ Kurt បានសាងសង់ផ្ទះឈើមួយត្រឹមតែមួយយប់តែប៉ុណ្ណោះរួចក៏បានធ្វើឲ្យនាងច្រហល់មាត់ធំបដ យកាន់មកខាងក្រុមចង្គមនាគភ្លើងឯណែវិញពួកគេក៏បាននាំគ្នាទៅប្រយុទ្ធជាមួយនឹងបិសាចដើមឈើមួយតែអ្វីដែលគួរឲ្យចម្លែកនោះគឺប្រូសក្រហមមិនអាចបញ្ចេញភ្លើងរបស់គាត់បានឡើយហើយសូម្បីតែចែសលឿងក៏មិនអាចប្រើប្រាស់វេទមន្ត healing របស់នាងបានដោយធម្មតានោះដែររីឯដៃមេឃដែលជាសមាជិកថ្មីរបស់ពួកគេវិញក៏មិនអាចជួយអ្វីបានដូចគ្នាពេលឃើញបែបនេះចែសខ្លីក៏បានគិតថាក្រុមរបស់ពួកគេនឹងត្រូវជាប់ជាមិនខានចឹងយើងបែរទៅខាង Kurt ជាមួយនឹង Yuri ឯណែវិញបន្ទាប់ពី Yuri បានប្រាប់ទៅកាន់ Kurt ថា Mimiko ចង់ឲ្យគាត់ឡើងធ្វើជាមន្ត្រីថ្នាក់ខ្ពស់និងធ្វើជានាយកគ្រប់គ្រងនៅក្នុងមន្ទីរពិសោធន៍ហើយនោះធ្វើឲ្យ Ken មានការភ្ញាក់ផ្អើលជាខ្លាំងក៏ប៉ុន្តែគាត់ក៏បានបដិសេធមិនហ៊ានទទួលយកសំណើទាំងអស់នេះនោះទេព្រោះដោយសារតែគាត់មិនចង់ធ្វើការលើនរណាម្នាក់នោះឡើយហើយគាត់ក៏មានកូនចិត្តចង់វិលត្រឡប់ទៅកាន់ក្រុមចង្គមនាគភ្លើងវិញដូចគ្នាហើយណាមួយគាត់ក៏ពេញចិត្តទៅនឹងការងាររបស់គាត់នៅពេលបច្ចុប្បន្ននេះផងដែររួចគាត់ក៏បានសួរទៅកាន់ Yuri ថាតើគ្រីស្តាល់វេទមន្តដែលនាងបានយកទៅលក់តើវាគ្រប់គ្រាន់សម្រាប់ការបង់ថ្លៃពន្ធរបស់នាងដែរឬទេរួច Yuri ក៏បានឆ្លើយថានាងលក់បានលុយច្រើនណាស់ក៏ប៉ុន្តែនាងយកលុយតែមួយកាក់មាសសម្រាប់ខ្លួននាងតែប៉ុណ្ណោះចំណែកឯលុយដែលនៅសល់គឺនាងបានដាក់ចូលទៅក្នុង account របស់គាត់អស់ហើយរួចពួកគេក៏ចង់នាំគ្នាទៅជីកត្បូងបន្តទៀតហើយ Ken ក៏មានដំណឹងល្អមួយចង់ប្រាប់ទៅកាន់ Yuri ព្រោះកាលពីម្សិលមិញគាត់បានរកឃើញកន្លែងល្អមួយទំនងជាមានត្បូងច្រើនណាស់ពេលឮបែបនេះ Yuri ក៏បានសួរទៅកាន់គាត់ថាតើគាត់បានកេងគ្រប់គ្រាន់ដែរឬទេរួច Kurt ក៏បានឆ្លើយថាកុំបារម្ភអីគឺគាត់បានកេង6ម៉ោងឯណោះហើយបើសិនជាគាត់កេង6ម៉ោងចឹងតើគាត់សាងសង់ផ្ទះមួយនេះចំណាយពេលប៉ុន្មានម៉ោងទៅបន្ទាប់មក Kurt ក៏បាននាំ Yuri ទៅកាន់កន្លែងជីកត្បូងដែលគាត់រកឃើញហើយគាត់ក៏បានប្រាប់ឲ្យ Yuri ជីកនៅទីនោះតែកុំឲ្យជីកជ្រៅជាង50ម៉ែត្រឲ្យសោះរួចគាត់ក៏បានទៅជីកនៅកន្លែងផ្សេងទៀតបានទៅលុះបន្ទាប់ពី Yuri ជីកនៅទីនោះអស់8ម៉ោងនាងក៏បានរកឃើញត្បូងពណ៌លឿងដ៏ធំមួយដែលធ្វើឲ្យនាងមានការសប្បាយចិត្តជាខ្លាំងរួចនាងក៏បានធ្វើដំណើរទៅកាន់កន្លែងរបស់ Kurt ទៅហើយនៅពេលទៅដល់គឺនាងបានឃើញ Kurt ជីកបានរូងក្រោមដីដ៏ធំមួយហើយនៅក្នុងរូងមួយនោះគឺមានពន្លឺចែងចាំងដោយមិនចាំបាច់ដុតចង្កៀងបំភ្លឺនោះឡើយរួចនាងក៏បានសួរទៅកាន់ Kurt ថាតើគាត់ជីកបានអ្វីខ្លះដែរតែ Kurt ក៏បានសុំទោសទៅកាន់នាងព្រោះថានៅក្នុងរូងមួយនេះគឺសម្បូរតែថ្មឥតប្រយោជន៍ហើយគាត់រកបានតែរ៉ែតូចៗតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែល Yuri ដើរទៅមើលថ្មឥតប្រយោជន៍ទាំងអស់នោះទើបនាងបានដឹងថាវាគឺជារ៉ែមីស្រីលដែលមានតម្លៃថ្លៃជាងមាសហើយនិងផ្លាទីនទៅទៀតព្រោះដោយសារតែវាគឺជារ៉ែកម្របំផុតនៅលើពិភពលោកតែ Ken បែរជាជីកពូវាយកទៅបោះចោលទៅវិញរួច Yuri ក៏បានសួរទៅកាន់គាត់អញ្ចឹងតើរ៉ែតូចៗដែលគាត់ជីកបាននោះគឺជាអ្វីរួច Ken ក៏បានបង្ហាញទៅកាន់នាងតែម្ដងដោយវាគឺជារ៉ែ Orichalcum ដែលជារ៉ែមួយប្រភេទនៅក្នុងរឿងនិទានដែលត្រូវបានគេស្គាល់ថាគឺជាលោហៈរបស់អាទិទេពហើយ Yuri សឹងតែមិនជឿថាមានរ៉ែប្រភេទនេះនៅក្នុងភ្នំរបស់នាងនោះទេតែ Ken ក៏បានតបទៅវិញថាពួកគេអាចជីកវាបាននៅគ្រប់កន្លែងទាំងអស់ហ្នឹងតែ Yuri មិនជឿនោះឡើយរួច Kurt ក៏បានបញ្យល់ថានៅពេលដែលពួកគេជីកចូលទៅក្នុងដីជម្រៅ7គីឡូម៉ែត្រនោះពួកគេនឹងរកពូវាឃើញជាមិនខានគ្រាន់តែបានឮភ្លាម Yuri ក៏បានសួរទៅកាន់ Kurt ចឹងតើគាត់ជីករូងមួយនេះជម្រៅ7គីឡូម៉ែត្រដោយប្រើរយៈពេល8ម៉ោងមែនដែរឬទេរួច Kurt ក៏បានឆ្លើយថាពិតមែនហើយនៅពេលដែលពួកគេកំពុងតែនិយាយគ្នានោះក៏ស្រាប់តែមានពន្លឺមួយ
បានភ្លឺចាំងចំភ្នែករបស់យូរីហើយវាគឺជាពន្លឺព្រះអាទិត្យនៅផ្នែកម្ខាងទៀតព្រោះដោយសារតែខិនបានជីកធ្លុះភ្នំពីផ្នែកម្ខាងទៅដល់ផ្នែកម្ខាងទៀតអ្នកទាំងអស់គ្នារួចក៏បានធ្វើឲ្យយូរីអស់អីនិយាយហ្មងអញ្ចឹងបន្ទាប់ពីពួកគេជីកត្បូងបាន2ថ្ងៃពួកគេក៏បានធ្វើដំណើរត្រឡប់មកកាន់ទីក្រុងវិញហើយយូរីក៏បានបើកដំណើរការផ្លូវក្រោមដីមួយនោះដើម្បីឲ្យឈ្មួញធ្វើដំណើរឆ្លងកាត់ផងដែរតែពួកគេក៏ត្រូវបង់ថ្លៃធ្វើដំណើរដូចគ្នារួចយូរីក៏បានយកលុយថ្លៃធ្វើដំណើរទាំងអស់នោះដើម្បីទៅបង់ពន្ធតែម្ដងហើយខណៈពេលដែលខិតកំពុងតែដើរទៅកាន់កន្លែងស្វែងរកការងារធ្វើក៏បានជួបជាមួយនឹងចៃសក់ខ្លីដែលត្រូវជាសមាជិកនៅក្នុងក្រុមចង្គមនាគភ្លើងហើយនាងមានឈ្មោះថាបានដាណារួចខិតក៏បានសួរទៅកាន់នាងថាតើនាងមកធ្វើអ្វីនៅទីនេះហើយអ្វីបានជានាងមិននៅជាមួយនឹងប្រូសក់ក្រហមអញ្ចឹងរួចបានដាណាក៏បានតបទៅវិញថានាងមិនមែនជាសមាជិកនៅក្នុងក្រុមចង្គមនាគភ្លើងតទៅទៀតនោះទេព្រោះដោយសារតែមានរឿងរ៉ាវជាច្រើនបានកើតឡើងរួចនាងក៏ត្រូវបានប្រូសក់ក្រហមបណ្ដេញចេញពីក្រុមតែម្ដងហើយមុននឹងបន្តិចប្រូសក់ក្រហមបានចូលទៅញ៉ាំអីនៅក្នុងហាងមួយតែដោយសារតែអាហារនៅទីនោះស៊ីមិនកើតប្រូសក់ក្រហមមិនព្រមឲ្យលុយទៅកាន់ម្ចាស់ហាងនោះឡើយព្រោះមានតែអាហារដែលខិតចំអិនប៉ុណ្ណោះទើបអាចបំពេញចិត្តរបស់គាត់បានរួចប្រូសក់ក្រហមក៏បានបញ្ជាឲ្យបានដាណាទៅនាំខិតឲ្យមកចំអិនអាហារឲ្យគាត់ញ៉ាំតែម្ដងហើយបើសិនជាខិតមិនព្រមមកទេនោះគឺនាងអាចវាយទៅលើខិតបានរួចបានដាណាក៏យកព្រមទៅតែមុនពេលដែលនាងទៅនាងក៏បានសុំខ្ចីថ្ម teleport ពីប្រូសក់ក្រហមផងដែរហើយនៅពេលដែលនាងដើរចេញមកដល់ខាងក្រៅនាងក៏បានឃើញទាហានជាច្រើនកំពុងតែតាមចាប់ខ្លួនប្រូសក់ក្រហមព្រោះដោយសារតែមុននឹងគាត់ញ៉ាំអាហារគេអត់ឲ្យលុយរួចនាងក៏បានសម្រេចចិត្តចាកចេញពីក្រុមចង្គមនាគភ្លើងតែម្ដងតែនាងបែរជាប្រាប់ទៅកាន់ខិតថានាងត្រូវបានប្រូសក់ក្រហមបណ្ដេញចេញពីក្រុមទៅវិញរួចក៏បានធ្វើឲ្យខិនសឹងតែមិនជឿថាប្រូសក់ក្រហមហ៊ានធ្វើបែបនេះនោះទេអញ្ចឹងគាត់នឹងមិនអាចត្រឡប់ទៅកាន់ក្រុមចង្គមនាគភ្លើងវិញបានឡើយរួចនៅពេលដែលបានដឹងថាខិតកំពុងតែធ្វើដំណើរទៅកាន់កន្លែងស្វែងរកការងារបែបនេះបានដាណាក៏បានប្រកល់ការងារមួយទៅឲ្យគាត់ធ្វើតែម្ដងព្រោះនាងស្គាល់សិប្បករម្នាក់កំពុងតែត្រូវការបុគ្គលិកឲ្យទៅធ្វើការនៅក្នុងហាងរបស់នាងហើយនាងក៏បានឲ្យផែនទីហាងមួយនោះទៅកាន់ខិតផងដែរដោយហាងមួយនោះគឺជាហាងលក់ថ្នាំដាវវេទមន្តនិងឧបករណ៍វេទមន្តផ្សេងហើយនៅពេលទៅដល់ក៏ស្រាប់តែមានអែលសក់ខ្លីម្នាក់បានចេញមកទទួលខិតដោយនាងមានឈ្មោះថាមីឆែលហើយនាងគឺជាជំនួយការរបស់សិប្បករដែលត្រូវជាម្ចាស់ហាងមួយនោះរួចខិតក៏បានណែនាំខ្លួនថាកនគឺត្រូវបានដាណាប្រាប់ឲ្យមកធ្វើការនៅទីនេះពេលដែលបាននឹងរឿងនេះភ្លាមធ្វើឲ្យមីឆែលមានការសប្បាយចិត្តជាខ្លាំងរួចនាងក៏បាននាំខិតទៅកាន់កន្លែងធ្វើការតែម្ដងគឺឲ្យកនទៅសម្អាតផ្ទះបាយដែលនាងមិនបានសម្អាតអស់រយៈពេល3អាទិត្យមកហើយស្រាប់តែពេលនោះសិប្បករក៏បានហៅមីឆែលឲ្យទៅកន្លែងរបស់នាងរួចខិតក៏បានចាប់ផ្ដើមបោសសម្អាតផ្ទះបាយមួយនោះតែម្ដងកន្លះម៉ោងក្រោយមកគាត់ក៏បានសម្អាតផ្ទះបាយមួយនោះស្អាតខ្លាំងមែនទែនរួចកងក៏ចង់ទៅសួរមីឆែលថាតើមានការងារអីឲ្យគាត់ធ្វើទៀតអត់ក៏ប៉ុន្តែនៅពេលនោះគាត់ក៏បានដើរចូលទៅក្នុងបន្ទប់របស់ក្មេងស្រីសក់លឿងម្នាក់ដែលកំពុងតែផ្លាស់កៅអៅរួចកងក៏បានសុំទោសទៅកាន់នាងទៅហើយនៅពេលដែលបានឃើញនៅលើពោះរបស់នាងមានស្នាមបណ្ដាសាបែបនេះធ្វើឲ្យគាត់មានការអាណិតទៅលើនាងជាខ្លាំងរួចកងក៏បានសុំប៉ះទៅលើបណ្ដាសាមួយនោះផងដែរតែវាមិនបានធ្វើឲ្យនាងមានការឈឺចាប់នោះទេស្រាប់តែពេលនោះក្រពើរបស់នាងក៏ចាប់ផ្ដើមរះរួចខិតក៏បានសម្រេចចិត្តទៅដាំបបរយកមកឲ្យនាងញ៉ាំតែម្ដងស្របពេលជាមួយគ្នានោះយូរីក៏បានយករ៉ែមីស្រីលជាមួយនឹងរ៉ែអូរីខាខឹមមកលក់ឲ្យមីមីកូហើយក៏បានឃើញថាវាលក់បានលុយរហូតដល់ទៅ 50,000 កាក់មាសឯណោះរួចយូរីក៏បានសួរទៅកាន់មីមីកូថាបើសិនជារឿងរបស់ខិតត្រូវបានបែកធ្លាយតើនាងនឹងគិតថានឹងមានរឿងអ្វីកើតឡើងរួចមីមីកូក៏បានឆ្លើយថាបើសិនជាគាត់សំណាងល្អគាត់នឹងត្រូវបានគេចាប់ចម្រិតតែបើសិនជាគាត់សំណាងអាក្រក់វិញគាត់នឹងត្រូវបានគេសម្លាប់ចោលជាមិនខានហើយនាងមិនដឹងថាគាត់អាចលាក់ខ្លួនរហូតមកដល់ពេលនេះបានដោយរបៀបណានោះទេរួចយូរីក៏បានប្រាប់ទៅកាន់នាងថាខិតគឺត្រូវបានបណ្ដេញចេញពីក្រុមចង្គមនាគភ្លើងរួចក៏បានធ្វើឲ្យមីមីកូមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះដោយសារតែប្រូសក់ក្រហមដែលត្រូវជាមេធីមនៅពេលនេះគឺកំពុងតែត្រូវបានគេតាមចាប់ខ្លួនដោយនេះនាងក៏បានសួរទៅកាន់យូរីថាតើយូរីមានផែនការអីទៅលើខិតបន្តទៀតរួចយូរីក៏បានតបថាគឺនាងចង់ឲ្យខិតធ្វើជាសិប្បករដ៏ស្របច្បាប់ម្នាក់ហើយនាងនឹងធ្វើជាអង្គរៈការពារគាត់ក៏ប៉ុន្តែនាងមិនដឹងថាត្រូវនិយាយបញ្ចុះបញ្ចូលគាត់ដោយរបៀបណានោះទេព្រោះដោយសារតែគាត់មិនបានចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ខ្លួនឯងនោះឡើយកាន់មកខាងខិតឯនេះវិញ
បន្ទាប់ពីគាត់បានដាំបបររួចហើយសិប្បករហើយនឹងជំនួយការរបស់នាងក៏បានធ្វើដំណើរមកដល់ទីនោះរួចក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញអាចសម្អាតផ្ទះបាយបានស្អាតដោយប្រើរយៈពេលខ្លីបែបនេះដោយសិប្បករម្នាក់នោះនាងមានឈ្មោះថា Ophelia រួចក៏បានសុំទោសទៅកាន់នាងដោយគាត់បានប្រើប្រាស់ចង្ក្រានរបស់នាងដោយមិនមានការអនុញ្ញាតព្រោះគាត់គ្រាន់តែចង់ដាំបបរយកទៅឲ្យក្មេងស្រីសក់លឿងញ៉ាំតែប៉ុណ្ណោះរួចនៅពេលដែលបានដឹងថាបានជួបជាមួយនឹងក្មេងស្រីម្នាក់នោះបែបនេះ Ophelia ក៏បានហាមគាត់ថាកុំឲ្យនិយាយអ្វីតាក់ទងអំពីក្មេងស្រីម្នាក់នោះប្រាប់ទៅកាន់អ្នកណាឲ្យសោះរួចក៏យកព្រមទៅបន្ទាប់មកនាងក៏បានប្រកល់ថ្លៃឈ្នួលទៅកាន់ហើយក៏បានប្រាប់ឲ្យគាត់មកធ្វើការនៅថ្ងៃស្អែកម្ដងទៀតនៅម៉ោងដដែលលុះបន្ទាប់ពីចេញទៅបាន Ophelia ក៏បានដួសបបរមួយចានយកទៅឲ្យក្មេងស្រីសក់លឿងហើយគ្រាន់តែក្មេងស្រីសក់លឿងញ៉ាំបបរតែមួយម៉ាត់សោះក៏ស្រាប់តែនាងបញ្ចេញអាការៈឈឺចាប់ខ្លាំងមែនទែនរួច Ophelia ក៏បានគិតថានៅក្នុងបបរមួយនោះប្រកាសជាមានថ្នាំពុលជាមិនខានហើយក៏បានធ្វើឲ្យនាងខឹងទៅលើជាខ្លាំងរួចនាងក៏ចង់ទៅយកថ្នាំបន្សាបមកឲ្យក្មេងស្រីសក់លឿងតែម្ដងតែក្មេងស្រីសក់លឿងក៏បានហាមនាងព្រោះថានៅពេលនេះនាងបានជាពីបណ្ដាសាហើយក៏មិនមានស្លាកស្នាមនៅលើពោះរបស់នាងតទៅទៀតនោះដែរនៅកន្លែងមួយទៀតគឺយើងបានឃើញមនុស្សស្លៀករ៉ូបខ្មៅម្នាក់បានប្រាប់ទៅកាន់ចៅហ្វាយរបស់ខ្លួនថាបណ្ដាសាដែលគាត់បានដាក់ទៅលើក្មេងស្រីសក់លឿងគឺត្រូវបានដោះបាត់ទៅហើយគាត់នឹងប្រញាប់ទៅដាក់បណ្ដាសាទៅលើនាងសាជាថ្មីតែចៅហ្វាយម្នាក់នោះក៏បានប្រាប់ទៅកាន់គាត់ថាមិនចាំបាច់ដាក់បណ្ដាសាម្ដងទៀតនោះទេគឺឲ្យទៅសម្លាប់នាងចោលតែម្ដងហើយនៅក្នុងយប់នោះ Ophelia ក៏បាននាំក្មេងស្រីសក់លឿងធ្វើដំណើរទៅកាន់ហាងរបស់ Mimiko ហើយសូម្បីតែ Yuri ក៏នៅទីនោះដូចគ្នារួចគ្រាន់តែពួកគេទាំងពីរបានឃើញមុខរបស់ក្មេងស្រីសក់លឿងភ្លាមពួកគេក៏បានស្គាល់យ៉ាងច្បាស់ថានាងគឺជាបុត្រីទី3របស់ស្ដេចដែលមានឈ្មោះថា Lise រួច Mimiko ក៏បាននិយាយថានាងបានឮថាព្រះនាង Lise កំពុងតែមានជំងឺចុះតើហេតុអ្វីបានជាព្រះនាងមកទីនេះរួច Ophelia ក៏បានប្រាប់ការពិតទៅកាន់ពួកគេថាព្រះនាង Lise មិនមែនមានជំងឺនោះទេតែព្រះនាងគឺត្រូវបានគេដាក់បណ្ដាសាដ៏សាហាវមួយហើយពួកគេមិនដឹងថាវាគឺជាស្នាដៃរបស់ពីណាគេនោះឡើយរួចនាងក៏បានបន្តទៀតថាព្រះនាង Lise គឺជាបុត្រីតែមួយគត់របស់ស្ដេចជាមួយនឹងម្ចាស់ស្ត្រីរបស់ចក្រភព Kurumaku ដោយនេះព្រះនាង Lise គឺជានិមិត្តសញ្ញាសន្តិភាពរវាងជាតិសាសន៍ទាំងពីរហើយអ្នកដែលចង់ធ្វើកុដព្រះនាងគឺជាអ្នកដែលចង់បំផ្លាញចំណងមិត្តភាពរបស់ជាតិសាសន៍ទាំងពីរជាមិនខានរីឯមូលហេតុដែលព្រះនាង Lise មកទីនេះគឺដើម្បីសុំឲ្យ Mimiko ប្រើប្រាស់ធម៌ពលរបស់នាងដើម្បីស្វែងរកមុខជនដៃដោនោះឯងតែព្រះនាងក៏បានប្រាប់ទៅកាន់ Mimiko ថាបណ្ដាសាមួយនោះគឺត្រូវបានដងរួចទៅហើយអ្នកដែលបានជួយនាងគឺជាបុរសម្នាក់ដែលមានឈ្មោះថាគ្រាន់តែបានឮភ្លាមធ្វើឲ្យពួកគេទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងអញ្ចឹងបន្ទាប់ពីពួកគេបានដឹងថាបាននាំបណ្ដាសាព្រះនាង Lise ដោយសារបបរមួយចានហើយនោះធ្វើឲ្យ Yuri សឹងតែមិនជឿនោះឡើយព្រោះដោយសារតែនាងទៅតែបែកពីត្រឹមតែកន្លះថ្ងៃតែប៉ុណ្ណោះរួច Mimiko ក៏បានសង្ស័យទៅលើមនុស្ស3នាក់ដែលបានដាក់បណ្ដាសាទៅលើព្រះនាង Lise ហើយពួកគេគឺជា Curse User ដែលអាចដាក់បណ្ដាសាបានដោយអ្នកទី1គឺជាលោកមេតបទី1ប្រចាំនគរដែលមានឈ្មោះថា Sanova ហើយអ្នកទី2គឺជាអាចារ្យធ្វើការនៅក្នុងព្រះវិហារដែលមានឈ្មោះថា Tristan ចំណែកឯអ្នកចុងក្រោយវិញគឺជាម្ចាស់ស្ត្រីទី3ដែលមានព្រះនាមថា Isadora ដោយអ្នកទាំង3គឺមានសមត្ថភាពពិសេសរៀងៗខ្លួនតែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាលោកមេតប Sanova គឺមានទំនាក់ទំនងជាមួយនឹងយាររបស់ចៅដែលមានជំនាញនៅក្នុងការប្រមូលពលមានហើយពួកគេក៏មានគ្នាមួយចំនួននៅក្នុងរាជវាំងផងដែរពេលដែលបាននឹងរឿងនេះភ្លាម Ophelia ក៏បានសម្រេចចិត្តរៀបចំអន្ទាក់មួយដើម្បីស្វែងរកមុខជនដៃដល់ម្នាក់នៅក្នុងចំណោមជនសង្ស័យទាំង3នាក់តែម្ដងព្រោះដោយសារតែព្រះនាង Lise បានប្រារព្ធពិធីខួបកំណើតលើកទី15ហើយបានក្លាយទៅជាមនុស្សពេញវ័យកាលពីប៉ុន្មានថ្ងៃមុនរួចព្រះនាងក៏បានស្នើសុំចាកចេញពីរាជវាំងដើម្បីធ្វើការហ្វឹកហាត់រយៈពេល1ឆ្នាំហើយនេះហើយបានជាពួកគេបង្កើតហាងរបស់សិប្បករដើម្បីឲ្យព្រះនាង Lise ធ្វើការហ្វឹកហាត់នៅទីនោះដោយនេះ
ពួកគេត្រូវការសិប្បករជំនាញម្នាក់ដែលមិនធ្លាប់ឮឈ្មោះពីមុនមកដើម្បីឲ្យមកបង្រៀនព្រះនាងលីសេអញ្ចឹងនៅពេលដែលជនដៃដល់ព្យាយាមប្រមូលព័ត៌មានអំពីសិប្បករម្នាក់នោះពួកគេនឹងអាចដឹងព័ត៌មានបន្ថែមទៀតរបស់ជនដៃដល់ម្នាក់នោះជាមិនខានពេលឮបែបនេះយូរីក៏បានយកគ្រីស្តាល់វេទមន្តមួយមកឲ្យអូហ្វីលៀមើលតែម្ដងរួចនៅពេលដែលបានឃើញគ្រីស្តាល់វេទមន្តមួយនោះគឺជាគ្រីស្តាល់ថ្នាក់កំពូលបែបនេះអូហ្វីលៀក៏បានសួរទៅកាន់យូរីថាតើនាងបានវាមកពីណារួចយូរីក៏បានឆ្លើយថាខឺតគឺជាអ្នកដែលបានបង្កើតវាឡើងគ្រាន់តែបានឮភ្លាមធ្វើឲ្យអូហ្វីលៀមានការភ្ញាក់ផ្អើលជាខ្លាំងរួចពួកគេក៏បានសម្រេចចិត្តជ្រើសរើសយកខឺតឲ្យមកបង្រៀនព្រះនាងលីសេតែម្ដងកាត់មកខាងខឺតឯណែវិញនៅពេលដែលគាត់មកធ្វើការនៅហាងរបស់អូហ្វីលៀគឺបានឃើញហាងមួយនោះបិទបណ្ដោះអាសន្នបាត់ទៅហើយរួចមីឆែលក៏បានប្រាប់ទៅកាន់ខឺតថាកាលពីម្សិលមិញបន្ទាប់ពីខឺតចេញទៅបានអូហ្វីលៀក៏បានចេញទៅខាងក្រៅដូចគ្នាអញ្ចឹងនៅថ្ងៃនេះពួកគេមិនមានការងារអីឲ្យគាត់ធ្វើនោះទេពេលដែលបាននឹងរឿងនេះភ្លាមធ្វើឲ្យខិនបាក់ទឹកចិត្តជាខ្លាំងព្រោះគាត់អត់ការងារធ្វើទៀតហើយបន្ទាប់មកខិតក៏បានធ្វើដំណើរទៅញ៉ាំអីនៅក្នុងហាងមួយកន្លែងហើយនៅពេលដែលគាត់កំពុងតែញ៉ាំនោះក៏បានស្ដាប់ឮអ្នកផ្សងព្រេងមួយក្រុមកំពុងតែពិភាក្សាគ្នាអំពី quest ដែលពួកគេត្រូវធ្វើនៅថ្ងៃនេះតែពួកគេមិនអាចធ្វើវាបានឡើយព្រោះដោយសារតែសមាជិករបស់ពួកគេម្នាក់ទៀតបានធ្លាក់ខ្លួនឈឺអញ្ចឹងមិនមានអ្នកណាលីអីវ៉ាន់ឲ្យពួកគេនោះទេរួចនៅពេលដែលបានដឹងថាពួកគេកំពុងតែត្រូវការអ្នកលីអីវ៉ាន់បែបនេះខិតក៏បានសម្រេចចិត្តជួយពួកគេតែម្ដងហើយគាត់ក៏បានប្រាប់ទៅកាន់ពួកគេថាគាត់មិនមានជំនាញនៅក្នុងការប្រយុទ្ធនោះទេតែគាត់អាចលីអីវ៉ាន់ធ្ងន់បានរួចចែសតក្រូចក៏បានបដិសេធភ្លាមព្រោះនាងជឿថាមនុស្សកាដូចជាគាត់លីអីវ៉ាន់មិនរួចនោះឡើយហើយនៅពេលដែលបានឮនាងនិយាយឆ្លើយបែបនេះប្រូសលឿងដែលត្រូវជាបងប្រុសរបស់នាងក៏បានដាក់ក្បាលនាងមកកញ្ញោតែម្ដងរួចគាត់ក៏បានសុំទោសទៅកាន់ខឺតជំនួសប្អូនស្រីរបស់គាត់ផងដែរតែគាត់ក៏បានប្រាប់ទៅកាន់ខឺតថាការងារជាអ្នកលីអីវ៉ាន់គឺមិនមែនជាការងារងាយស្រួលនោះទេព្រោះដោយសារតែ quest របស់ពួកគេគឺត្រូវទៅប្រមាញ់ golem ដែកដែលមានទម្ងន់ធ្ងន់ជាង200គីឡូដោយនេះខឺតត្រូវការស្គីពិសេសមួយដើម្បីអាចលីពួកវាបានតែខឺតក៏បានតបទៅវិញថាគាត់អាចលើកទម្ងន់ធ្ងន់ជាង200គីឡូបានហើយដើម្បីបញ្ជាក់ថាអ្វីដែលខ្លួននិយាយគឺជាការពិតខឺតក៏បានចាប់លើកពួកគេទាំងពីរនាក់តែម្ដងរួចក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគ្រាន់តែទម្ងន់របស់ប្រូសក់លឿងជាមួយនឹងអាវក្ររបស់គាត់គឺធ្ងន់ជាង150គីឡូបាត់ទៅហើយនៅតាមផ្លូវពួកគេក៏បានធ្វើការណែនាំខ្លួនដោយប្រូសក់លឿងគាត់មានឈ្មោះថាខានហើយគាត់គឺជា Die Fighter ចំណែកឯប្រូសក់ខ្មៅគាត់គឺជាមេធីមហើយគាត់មានឈ្មោះថាដានโซដែលត្រូវជាដៃសាមរ៉ៃរីឯចែសក់ទឹកក្រូចនេះវិញនាងមានឈ្មោះថាស៊ីណាហើយនាងគឺជាដៃ Ranger ដែលដូចទៅនឹងដៃ MM អញ្ចឹងដោយក្រុមរបស់ពួកគេគឺមានឈ្មោះថាសាគូរ៉ាហើយតាមពិតពួកគេមានសមាជិកម្នាក់ទៀតដែលត្រូវជាអ្នកលីអេវ៉ាន់ហើយគាត់មានឈ្មោះថា BB តែគាត់បានធ្លាក់ខ្លួនឈឺបាត់ទៅហើយតតែមួយសប្តាហ៍ក្រោយទើបគាត់អាចត្រឡប់មកធ្វើការវិញបានរួចខឺតក៏បានធ្វើការណែនាំខ្លួនទៅកាន់ពួកគេវិញទៅលុះបន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់ផ្លូវចូលហើយនោះក៏ស្រាប់តែមានស្លែមមួយបានលោតទៅតោងជើងរបស់ខឺតហើយនៅពេលដែលខឺតចង់ចាក់បំបែកខរបស់វាគាត់បែរជាចាក់ចំជើងរបស់ខ្លួនឯងទៅវិញរួចស៊ីណាក៏បានចូលទៅជួយគាត់ទៅហើយទោះបីជានាងបានដឹងថាខឺតមិនពូកែវាយគ្នាក៏ដោយតែនាងមិននឹកស្មានថាគាត់កាកខ្លាំងបែបនេះនោះទេរួចខាននិងដានសូក៏បាននិយាយលើកទឹកចិត្តទៅកាន់ខឺតថាកុំឲ្យបារម្ភអីគឺទៅការងារប្រយុទ្ធមកឲ្យពួកគេជាអ្នកចាត់ការហើយខិនគ្រាន់តែបំពេញការងារជាអ្នកលីអវ៉ាន់ទៅបានហើយរួចនៅពេលដែលបានឃើញពួកគេមិនបានខឹងមកលើគាត់នៅពេលដែលគាត់មិនអាចសម្លាប់ស្លែមបានបែបនេះធ្វើឲ្យខិនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវាគឺខុសគ្នាទាំងស្រុងនៅពេលដែលគាត់នៅជាមួយនឹងក្រុមចង្គមនាគភ្លើងព្រោះគាត់តែងតែត្រូវបានគេធ្វើបាបជានិច្ចរួចក៏បានធ្វើឲ្យខិនទប់ទឹកភ្នែកមិនចប់នោះឡើយហើយនៅពេលដែលពួកគេដើរចូលទៅក្នុងរូងភ្នំមួយនោះស៊ីណាក៏បានផ្លុំម្សៅម្យ៉ាងដើម្បីបំភ្លឺរូងភ្នំទាំងមូលរួចក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានដឹងថាមាន Goblin នៅក្នុងរូងភ្នំរបស់ Golem បែបនេះហើយនៅពេលដែលពួកគេបន្តដំណើរទៅមុខទៀតខិតក៏បានចាប់អារម្មណ៍ទៅលើជញ្ជាំងដែលនៅទីនោះស្រាប់តែពេលនោះក៏មាន Goblin មួយបានបង្ហាញខ្លួនតែពួកគេក៏អាចសម្លាប់វាបានយ៉ាងងាយក៏ប៉ុន្តែនៅពេលដែលបានដឹងថាមាន Goblin ជាច្រើនកំពុងតែរត់សម្ដៅ
មកកាន់កន្លែងរបស់ពួកគេទាំងមុខទាំងក្រោយបែបនេះពួកគេមិនដឹងជាត្រូវតទល់ជាមួយនឹងពួកវាដោយរបៀបណានោះឡើយតែសំណាងល្អដែលខិនបានរកឃើញច្រកទ្វារសម្ងាត់មួយរួចខាននឹងដានសូក៏បានផ្ដល់សញ្ញាទៅកាន់ស៊ីណាប្រាប់ឲ្យនាងរត់ចាកចេញពីទីនេះជាមួយនឹងខិតទៅហើយទុកឲ្យពួកគេទាំងពីរជាអ្នកពន្យាពេលឲ្យពួកគេរួចស៊ីណាក៏បានធ្វើតាមហើយនាងក៏បានបិទច្រកទ្វារសម្ងាត់មួយនោះតែម្ដងបន្ទាប់មកខានក៏បានស្រែកប្រាប់ទៅកាន់ខិតពីខាងក្រៅថាពួកគេមិនអាចរត់គេចចេញពី Goblin ដ៏ច្រើនបែបនេះខណៈពេលដែលពួកគេកំពុងតែស្វែងរកច្រកចេញបានឡើយហើយក៏បានប្រាប់ឲ្យខិននាំស៊ីណាចាក់ចេញពីទីនេះមុនទៅតែខិនមិនចង់ធ្វើតាមនោះទេគឺគាត់ចង់នៅទីនេះដើម្បីប្រយុទ្ធជាមួយនឹងពួកគេដែរតែស៊ីណាក៏បានស្ដីបន្ទោសទៅកាន់គាត់ព្រោះដោយសារតែគាត់មិនអាចសម្លាប់ស្លែមបានផងអញ្ចឹងបើសិនជាគាត់នៅទីនេះគាត់មានតែទៅដៃទៅជើងពួកគេតែប៉ុណ្ណោះរួចខានក៏បានស្រែកប្រាប់ពីខាងក្រៅថាកុំឲ្យពួកគេទាំងពីរឆ្លោះគ្នាអីហើយគាត់ក៏បានសុំឲ្យខិតជួយមើលថែស៊ីណាជំនួសគាត់ផងបន្ទាប់មកខានក៏បានសួរទៅកាន់ដានសូថាតើគាត់មានការស្ដាយក្រោយដែរឬទេតែដានសូមិនមានការស្ដាយក្រោយនោះឡើយហើយសូម្បីតែខានខ្លួនឯងផ្ទាល់ក៏មិនមានការស្ដាយក្រោយដូចគ្នាព្រោះការស្លាប់របស់គាត់ដើម្បីការពារប្អូនស្រីគឺជាកិត្តិយសដ៏អស្ចារ្យបំផុតក្នុងនាមគាត់គឺជាបងប្រុសម្នាក់ហើយមួយវិញទៀតពួកគេមិនមានការស្ដាយក្រោយក្នុងការប្រយុទ្ធដើម្បីការពារមិត្តភ័ក្តិរបស់ពួកគេនោះទេហើយនៅពេលដែលបានឮពួកគេចាត់ទុកខ្លួនគឺជាមិត្តភ័ក្តិបែបនេះធ្វើឲ្យខិនមានការភ្ញាក់ផ្អើលជាខ្លាំងតែគួរឲ្យស្ដាយដែលគាត់មិនអាចជួយអ្វីពួកគេបានឡើយហើយនៅពេលដែលស៊ីណាផ្លុំម្សៅបំភ្លឺបន្ទប់មួយនោះដើម្បីស្វែងរកច្រកចេញក៏បានធ្វើឲ្យនាងមានការអស់សង្ឃឹមជាខ្លាំងនៅពេលដែលបានឃើញគោលឹមនាគដៃកំពុងតែនៅក្នុងបន្ទប់មួយនោះបែបនេះអញ្ចឹងយើងកាត់ទៅខាងយូរីជាមួយនឹងព្រះនាងលីសេអាណែបន្តិចនៅពេលដែលពួកគេធ្វើដំណើរមករកខិតនៅឯបន្ទប់របស់គាត់ពួកគេមិនបានឃើញខិតនៅទីនោះទេរួចបានដាណាក៏បានប្រាប់ទៅកាន់ពួកគេថាខិតបានធ្វើដំណើរទៅកាន់រូងភ្នំមួយនៅឯទិសឦសានជាមួយនឹងក្រុមសាគូរ៉ាបាត់ទៅហើយនៅពេលដែលយូរីចេញទៅមើលនៅខាងក្រៅគឺនាងមិនបានឃើញបានណានៅទីនោះទេរួចពួកគេទាំងពីរក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់រូងភ្នំមួយនោះដើម្បីជួយខិតតែម្ដងហើយនៅពេលទៅដល់លីសេក៏បានរកឃើញដានជើងរបស់ខិតរួចពួកគេក៏បានធ្វើដំណើរទៅតាមដានជើងមួយនោះទៅមិនតែប៉ុណ្ណោះនាងក៏បានប្រើប្រាស់ spell មួយដើម្បីស្វែងរកក្លិនរបស់ខិតផងដែរស្រាប់តែពេលនោះពួកគេក៏បានឃើញអ្នកផ្សងព្រេងពីរនាក់កំពុងតែប្រយុទ្ធជាមួយនឹងពួក Goblin ជាច្រើនរួចលីសេក៏បានប្រើប្រាស់ spell បង្កើនកម្លាំងទៅឲ្យយូរីដើម្បីឲ្យយូរីចូលទៅជួយពួកគេតែម្ដងហើយត្រឹមតែមួយផ្លេតសោះយូរីអាចសម្លាប់ពួក Goblin ទាំងអស់នោះបានបាត់ទៅហើយអញ្ចឹងយើងបែរទៅខាងខិតជាមួយនឹងស៊ីណាណែវិញស៊ីណាក៏បានគិតនៅក្នុងចិត្តថាពួកគេនឹងមិនអាចមានជីវិតចាកចេញពីបន្ទប់មួយនេះបានឡើយព្រោះដោយសារតែនៅចំពោះមុខរបស់ពួកគេគឺមាន Golem នាគដែករហូតដល់ទៅ3ក្បាលឯណោះរួចនាងក៏បានសុំទោសទៅកាន់ខិតដែលបណ្ដោយឲ្យគាត់មកស្លាប់ជាមួយនឹងនាងបែបនេះតែខិតក៏បាននិយាយលើកទឹកចិត្តទៅកាន់នាងថាកុំឲ្យបារម្ភអីរួចគាត់ក៏បានចូលទៅតទល់ជាមួយនឹង Golem នាគដែកទាំងអស់នោះតែម្ដងហើយគ្រាន់តែបានឃើញគាត់ភ្លាម Golem នាគដែកក៏បានប្រើប្រាស់កន្ទុយរបស់វាធ្វើការវាយប្រហារទៅកាន់ខិតតែខិនក៏អាចគេចចេញពីវាបានយ៉ាងងាយរួចគាត់ក៏បានលោតទៅកាត់កន្ទុយរបស់វាចោលទៅហើយបន្ទាប់ពីគាត់បានគេចចេញពីការវាយប្រហាររបស់វាបានមួយទៀតហើយនោះគាត់ក៏បានស្ទុះចូលទៅកាត់ក្បាលរបស់វាចោលតែម្ដងរួចគាត់ក៏បានចូលទៅចាត់ការ Golem នាគដែកពីរក្បាលទៀតត្រឹមតែមួយផ្លេតតែប៉ុណ្ណោះហើយក៏បានធ្វើឲ្យស៊ីណាសឹងតែមិនជឿទៅលើអ្វីដែលនាងបានឃើញនោះឡើយរួចខិតក៏បានប្រាប់ទៅកាន់នាងថាកាលពីលើកមុនគាត់ក៏ធ្លាប់បានទៅជីករ៉ែយក Golem ដែកដូចគ្នាតែស៊ីណាមិនយល់អំពីអ្វីដែលខិនកំពុងតែនិយាយនោះទេព្រោះសម្រាប់នាងខិតបានសម្លាប់ Golem នាគដែកទាំងអស់នោះតែសម្រាប់ខិតវិញគាត់ចាត់ទុកវាគ្រាន់តែជាការជីករ៉ែតែប៉ុណ្ណោះស្រាប់តែពេលនោះយូរីក៏បានទម្លុះទ្វារចូលមកខាងក្នុងហើយនៅពេលដែលបានដឹងថាខិតគឺជាអ្នកដែលបានចាត់ការ Golem នាគដែកទាំងអស់នោះបែបនេះធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំងរួចខិតក៏បានសុំឲ្យយូរីទៅជួយខាននិងដានសូដែលកំពុងតែប្រយុទ្ធជាមួយនឹងពួក Goblin តែម្ដងតែយូរីក៏បានតបទៅវិញថាពួកគេទាំងពីរនៅមានជីវិតទេព្រោះនាងបានជួយពួកគេរួចហើយក៏បានធ្វើឲ្យខិនធូរចិត្តជាខ្លាំងរួចយូរីក៏បានគិតនៅក្នុងចិត្តថានាងធ្លាប់បានឮរឿងនិទានដែលនិយាយអំពីបរិមម្នាក់ដែលមានជំនាញរ៉េងជីទាំងអស់នៅក្នុងការប្រយុទ្ធតែគាត់មានជំនាញរ៉េង S នៅក្នុងការប្រមូលផល
ហើយគាត់អាចសម្លាប់សត្វនាគមួយក្បាលដោយប្រើប្រាស់កណ្ដៀវមួយតែប៉ុណ្ណោះរួយលីសេក៏បានចូលមកសរសើរទៅកាន់ខើតថាគាត់ពិតជាអស្ចារ្យខ្លាំងណាស់ហើយបន្ទាប់ពីបានសួរនាំទៅកាន់ពួកគេរួចហើយយើងក៏បានដឹងថា BB ដែលត្រូវជាសមាជិករបស់ពួកគេម្នាក់ទៀតគឺជាអ្នកដែលបានយក quest មួយនេះមកឲ្យពួកគេតែពួកគេមិនបានលើព័ត៌មានអីតាក់ទងជាមួយនឹងពួក Goblin បានរត់គេចចេញពីកន្លែងហ្វឹកហាត់មកកាន់ទីនេះនោះទេហើយពួកគេក៏បានអរគុណទៅកាន់ Yuri ដែលបានជួយសង្គ្រោះជីវិតរបស់ពួកគេផងដែរហើយមុនពេលដែល Yuri ត្រឡប់ទៅវិញនាងក៏បានប្រាប់ទៅកាន់ Kurt ថាពួកគេនឹងបង្កើតហាងសិប្បករថ្មីមួយហើយនាងនឹងក្លាយទៅជាប្រធានអ្នកផ្សងព្រេងនៅទីនោះរួចនាងក៏បានបបួល Kurt ឲ្យទៅធ្វើការនៅទីនោះជាមួយនឹងនាងដូចគ្នាតែ Kurt ក៏បានតបទៅវិញថានៅពេលនេះក៏កំពុងតែធ្វើការជាមួយនឹងក្រុម Sakura រួច Khan ក៏បាននិយាយកាត់ថាកុំឲ្យបារម្ភពីពួកគេអីហើយក៏បានប្រាប់ឲ្យ Khan ទៅធ្វើការនៅទីនោះទៅមិនតែប៉ុណ្ណោះ Yuri ថែមទាំងបានហៅក្រុម Sakura ឲ្យទៅធ្វើការជាមួយនឹងនាងទៀតផងរួចក៏បានធ្វើឲ្យពួកគេមានការសប្បាយចិត្តជាខ្លាំងពេលត្រឡប់មកដល់ទីក្រុងវិញ Kurt ក៏បានទៅធ្វើតេស្តទៅលើជំនាញរបស់គាត់ម្ដងទៀតហើយលើកនេះអ្នកដែលធ្វើតេស្តទៅលើគាត់គឺជា Mimiko នោះឯងរួចក្រោយពី Mimiko បានធ្វើការណែនាំខ្លួនរួចហើយនាងក៏បានចាប់ផ្ដើមធ្វើតេស្តទៅលើជំនាញរបស់ Kurt តែម្ដងលុះយប់ឡើងពួកគេក៏បានរៀបចំពិធីជប់លៀងមួយតែមើលទៅស៊ីណាដូចជាមិនសូវសប្បាយចិត្តនោះទេព្រោះដោយសារតែនាងបានមើលងាយទៅលើ Kurt តែចុងក្រោយនាងបែរជាត្រូវបាន Kurt ជួយជីវិតទៅវិញហើយជាមួយគ្នានោះ Yuri ក៏បានសួរទៅកាន់ Mimiko ថាតើលទ្ធផលធ្វើតេស្តទៅលើជំនាញរបស់ Kurt យ៉ាងម៉េចដែររួច Mimiko ក៏បានតបទៅវិញថានាងបានប្រាប់ទៅកាន់ Kurt ថាគាត់មានជំនាញ Rank B ទៅលើការសម្អាតការចម្អិននិងការជីករ៉ែហើយនឹងជំនាញ Rank C ទៅលើអ្វីៗផ្សេងទៀតក៏ប៉ុន្តែការពិតក្រៅពីជំនាញប្រយុទ្ធដែលមាន Rank G Kurt គឺមានជំនាញ Rank SSS ទៅលើគ្រប់ផ្នែកទាំងអស់នឹងហើយសូម្បីតែធម៌ពលវេទមន្តរបស់គាត់ក៏ខ្លាំងជាងនាងឆ្ងាយណាស់រួចនៅពេលដែល Kershel បានដឹងអំពីរឿងទាំងអស់នេះភ្លាមនាងក៏ចាប់ផ្ដើមភ័យខ្លួនតែម្ដងព្រោះបើសិនជារឿងរបស់ Kurt ត្រូវបានបែកធ្លាយដោយសារនាងនោះ Kurt នឹងមានគ្រោះថ្នាក់ជាមិនខាននៅក្នុងពេលនេះគឺយើងឃើញក្រុមរបស់ Kurt កំពុងតែនាំគ្នាធ្វើដំណើរទៅកាន់ទីក្រុង G-Den ដែលនៅក្បែរទឹកដីរបស់ពួកបិសាចហើយដោយសារតែទីក្រុងមួយនោះមិនមានថ្ម teleport ទើបបានជាពួកគេធ្វើដំណើរតាមរទេះសេះបែបនេះរីឯមូលហេតុដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុងមួយនោះព្រោះដោយសារតែពួកគេបានជ្រើសរើសទីនោះដើម្បីសាងសង់ហាងសិប្បកម្មថ្មីរបស់ពួកគេនោះឯងហើយនៅតាមផ្លូវ Khan ក៏បានសួរទៅកាន់ Yuri ថាតើសិប្បកររបស់ពួកគេគឺជាមនុស្សម៉េចរួច Yuri ក៏បានឆ្លើយទៅវិញទាំងស្ទាក់ស្ទើរថាគាត់គឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អណាស់តែនាងមិនបានប្រាប់ថាគាត់ឈ្មោះអ្វីនោះឡើយហើយនៅពេលទៅដល់ Kurt ក៏បានចាប់អារម្មណ៍ថាទីក្រុងមួយនេះហើយគឺជាកន្លែងដែលគាត់បានមកជួសជុលកំផែងទីក្រុងកាលពីលើកមុនតែគាត់ត្រូវបានគេបណ្តេញចេញបន្ទាប់ពីគាត់ធ្វើការងារបាន3ថ្ងៃបន្ទាប់មក Yuri ក៏បាននាំពួកគេទៅកាន់កន្លែងសាងសង់ហាងសិប្បកម្មហើយនាងក៏បានសុំឲ្យ Kurt គឺជាអ្នកសាងសង់ហាងមួយនោះដោយផ្ទាល់រួចក៏បានធ្វើឲ្យពួកគេទាំង3នាក់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពួកគេមិនជឿថា Kurt អាចធ្វើវាបានតែម្នាក់ឯងនោះទេតែ Kurt ក៏បានតបទៅវិញថាគាត់ត្រូវការរយៈពេល3ថ្ងៃតែប៉ុណ្ណោះរួចគាត់ក៏បានសរសេរឈ្មោះ item មួយចំនួនដើម្បីសុំឲ្យ Yuri ទៅស្វែងរកពួកវាយកមកឲ្យគាត់ផងដែរហើយបន្ទាប់ពី Yuri បានយល់ព្រមហើយនោះនាងក៏ចង់នាំអ្នកផ្សេងទៀតទៅសម្រាកនៅឯផ្ទះអ៊ំណាក់ដើម្បីកុំឲ្យរំខាន Kurt សាងសង់ហើយនាងក៏បានរំលឹកទៅកាន់ Kurt ថាកុំភ្លេចទៅញ៉ាំអាហារនៅឯផ្ទះអ៊ំណាក់និងសម្រាកឲ្យបានគ្រប់គ្រាន់ផងរួច Kurt ក៏បានតបទៅវិញថាគាត់នឹងទៅទីនោះនៅពេលព្រឹកនិងពេលយប់លុះបន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់ផ្ទះអ៊ំណាក់ហើយនោះ Yuri ក៏បានបើកការប្រជុំមួយរួចស៊ីណាក៏បាននិយាយមុនប្រាប់ការពិតទៅកាន់បងប្រុសរបស់នាងជាមួយនឹងដានសូថា Kurt គឺជាអ្នកដែលបានសម្លាប់គោលំនាគដៃទាំងអស់នោះនៅក្នុងរូងភ្នំដោយប្រើប្រាស់តែកូនកំបិតតូចមួយតែប៉ុណ្ណោះហើយក៏បានធ្វើឲ្យពួកគេទាំងពីរសឹងតែមិនជឿនោះឡើយរួចស៊ីណាក៏បានសួរទៅកាន់ Yuri ថាតើ Kurt គឺជាពីណាគេឲ្យពិតប្រាកដហើយតើពួកគេទាំងពីរគឺជាអ្នកណាដែររួច Yuri ក៏បានធ្វើការណែនាំខ្លួនថានាងគឺជាអតីតអ្នកផ្សងព្រេងដែលធ្វើការទៅឲ្យគ្រួសាររាជវង្សចំណែក Elise វិញនាងគឺជាបុត្រីទី3នៅក្នុងនគរមួយនេះហើយនាងក៏បានសុំឲ្យពួកគេលាក់រឿងមួយនេះជាការសម្ងាត់ផងដែររួចស៊ីណាក៏បានសួរទៀតថាអញ្ចឹងតើ Kurt គឺជាគ្រួសាររាជវង្សដែរមែនតែ Yuri ក៏បានតបទៅវិញថា Kurt មិនមែនជាគ្រួសាររាជវង្សឬមួយជាគ្រួសារអភិជននោះឡើយហើយពួកគេក៏មិនដឹងថាគាត់គឺជាពីណាគេនោះដែរគឺពួក
ពួកគេដឹងត្រឹមថាខិតមានជំនាញ rank G ទៅលើការប្រយុទ្ធតែគាត់មានជំនាញ rank SSS ទៅលើផ្នែកផ្សេងទៀតទាំងអស់ក៏ប៉ុន្តែខិតមិនបានដឹងខ្លួននោះឡើយហើយពួកគេក៏មិនបានប្រាប់ការពិតទៅកាន់គាត់នោះដែរគឺគ្រាន់តែប្រាប់ទៅកាន់គាត់ថាគាត់មាន rank B និង rank C តែប៉ុណ្ណោះហើយតាមពិតទៅសិប្បករថ្មីរបស់ពួកគេគឺជាខិតផ្ទាល់នោះឯងហើយពួកគេក៏ត្រូវលាក់វាជាការសម្ងាត់ដូចគ្នាគ្រាន់តែបានឮភ្លាមស៊ីណាក៏បានសួរទៅកាន់យូរីថាហេតុអ្វីបានជានាងបោកប្រាស់ខិតបែបនេះហេតុអ្វីបានជានាងមិនប្រាប់ការពិតទៅកាន់គាត់អញ្ចឹងរួចយូរីក៏បានឆ្លើយថាទោះបីជាពួកគេប្រាប់ការពិតទៅកាន់ខិតក៏ដោយក៏ខិននឹងមិនជឿពួកគេនោះដែរហើយអ្វីដែលសំខាន់នោះបើសិនជារឿងរបស់ខិតត្រូវបានប្រកាសជាសាធារណៈនោះខិននឹងត្រូវបានគេចាប់ចម្រិតហើយកេងប្រវ័ញ្ចទៅលើទេពកោសល្យរបស់គាត់ជាមិនខានរួចស៊ីណាក៏បានតបទៅវិញថាពួកគេទាំងពីរគឺកំពុងតែកេងប្រវ័ញ្ចទៅលើខិតហើយតែខានក៏បានប្រាប់ឲ្យប្អូនស្រីស្ដាប់ហេតុផលរបស់ពួកគេសិនទៅរួចលីសេក៏បាននិយាយថាខិតបានដកបណ្ដាសាចេញពីនាងដោយសារបបរមួយចានតែប៉ុណ្ណោះព្រោះដោយសារតែមាននរណាម្នាក់កំពុងតែតាមសម្លាប់លីសេហើយមូលហេតុដែលពួកគេជ្រើសរើសយកទីក្រុងជីដៃដើម្បីសាងសង់ហាងសិប្បកម្មថ្មីនោះគឺដើម្បីស្វែងរកមុខសត្រូវនោះឯងតែខិនមិនបានដឹងរឿងទាំងអស់នេះទេហើយកនក៏មិនបានដឹងថាលីសេគឺជាព្រះនាងនោះដែរព្រោះនៅពេលដែលគាត់បានឃើញលីសេកំពុងតែរងទុក្ខដោយសារតែត្រូវបណ្ដាសាគាត់ក៏បានជួយនាងដោយមិនចង់បានការតបស្នងអ្វីទាំងអស់ហើយខិនគឺជាមនុស្សល្អពេកហើយព្រោះគាត់តែងតែផ្ដល់អាទិភាពទៅលើអ្នកដទៃមុនគាត់ជានិច្ចដោយនេះហើយបានជានាងចង់ការពារគាត់បែបនេះរួចលីសេក៏បានសុំឲ្យពួកគេទាំង3នាក់លាក់រឿងទាំងអស់នេះជាការសម្ងាត់ហើយសហការជាមួយគ្នាដើម្បីការពារខិតឲ្យមានសុវត្ថិភាពក្រោយពីគិតមួយសន្ទុះដានសូជាមួយនឹងខានក៏បានយល់ព្រមតែម្ដងព្រោះដោយសារតែពួកគេបានចាត់ទុកខិតក៏ជាមិត្តភក្តិរបស់ពួកគេម្នាក់ដែរមិនតែប៉ុណ្ណោះពួកគេទាំងពីរក៏បានស្បត់ថានឹងការពារយូរីនិងលីសេឲ្យមានសុវត្ថិភាពដូចគ្នាតែស៊ីណាមិនបានយល់ព្រមភ្លាមៗនោះទេព្រោះដោយសារតែនាងទៅតែបានជួបខិតកាលពីម្សិលមិញហើយនាងមិនតន់ស្គាល់ខិតគឺជាមនុស្សបែបណានោះឡើយតែយូរីយល់ពីអារម្មណ៍របស់នាងច្បាស់ណាស់ព្រោះដោយសារតែយូរីគឺទៅតែស្គាល់ខិត6ថ្ងៃតែប៉ុណ្ណោះតែទោះបីជាបានដឹងរឿងនេះហើយក៏ដោយក៏ស៊ីណាមិនតន់សម្រេចចិត្តភ្លាមៗនោះដែរគឺនាងសុំពេលគិតបន្តិចសិនរួចនាងក៏បានដើរចេញពីទីនោះទៅកាន់កន្លែងរបស់ខិតតែម្ដងហើយនៅពេលទៅដល់ក៏បានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញខិតសាងសង់គ្រឹះរួចរាល់នៅក្នុងរយៈពេលខ្លីបែបនេះតែខិនគិតថាគាត់ធ្វើការយឺតទេនឹងព្រោះនៅស្រុករបស់គាត់នៅក្នុងមួយថ្ងៃពួកគេអាចសាងសង់ផ្ទះបានរាប់សិបខ្នងឯណោះរួចក៏បានធ្វើឲ្យស៊ីណាបាក់ចង្កេះបដ យហើយនាងក៏បានសួរទៅកាន់គាត់ថាតើគាត់មិនមានការអន់ចិត្តទេមែននៅពេលដែលគាត់ត្រូវបានគេបង្ខំឲ្យធ្វើការងារតែម្នាក់ឯងបែបនេះតែខិនក៏បានតបទៅវិញថាមិនមាននរណាម្នាក់បង្ខំគាត់នោះឡើយតែវាគឺធ្វើឲ្យគាត់មានការសប្បាយចិត្តទៅវិញទេព្រោះនៅពេលដែលគាត់នៅក្នុងក្រុមចង្គមនាគភ្លើងគាត់ត្រូវបានគេមើលងាយថាជាមនុស្សគ្មានបានការរហូតនឹងក៏ប៉ុន្តែនៅពេលនេះគាត់មានការសប្បាយចិត្តជាខ្លាំងនៅពេលដែលមនុស្សដូចជាគាត់អាចធ្វើខ្លួនឲ្យមានប្រយោជន៍សម្រាប់នរណាម្នាក់រួចស៊ីណាក៏បាននឹកចាំអំពីពាក្យសម្ដីដែលយូរីបាននិយាយមុននឹងថាខិតគឺជាមនុស្សល្អពេកហើយហើយនេះហើយបានជានាងចង់ការពារគាត់បែបនេះបន្ទាប់មកស៊ីណាក៏បានសម្រេចចិត្តការពារខិតតែម្ដងព្រោះដោយសារតែនៅពេលនេះនាងក៏បានចាត់ទុកខិតគឺជាមិត្តភក្តិរបស់នាងម្នាក់ដែរកាត់មកខាងដានសូអាណាវិញក៏បានទៅជួបជាមួយនឹងបានណាណាព្រោះដោយសារតែកនបានជួនាងឲ្យទៅស៊ើបរឿងមួយតាក់ទងជាមួយនឹង BB ដែលត្រូវជាអ្នកលីអេវ៉ាន់នៅក្នុងក្រុមសាកូរ៉ារបស់គាត់រួចបានណាណាក៏បានប្រាប់ទៅកាន់គាត់ថា BB គឺជាមនុស្សចង្រៃម្នាក់ដែលទទួលយក quest ពីមនុស្សអាក្រក់រួចជ្រៀតចូលទៅក្នុងក្រុមអ្នកផ្សងព្រេងហើយគាត់ធ្លាប់បានបំផ្លាញក្រុមអ្នកផ្សងព្រេងអស់ជាច្រើនមកហើយអញ្ចឹងប្រកាសជាមាននរណាម្នាក់ដែលមានគំនុំជាមួយនឹងក្រុមរបស់គាត់បានបញ្ជាឲ្យ BB យក quest មួយនោះមកឲ្យក្រុមរបស់គាត់ធ្វើក្នុងគោលបំណងបំផ្លាញក្រុមរបស់គាត់ចោលជាមិនខានហើយនាងក៏បានសរសេរព័ត៌មានលម្អិតនៅលើក្រដាសមួយនោះផងដែរពេលដែលបានដឹងរឿងនេះហើយដានសូក៏បានអរគុណទៅកាន់នាងហើយកនក៏បានឲ្យថ្លៃឈ្នួលទៅកាន់នាងទៅលុះយប់ឡើងដានសូក៏បានធ្វើដំណើរទៅរក BB តែម្ដងរួចគ្រាន់តែបានក្រឡេកឃើញគាត់ភ្លាម BB ក៏បានព្យាយាមរត់ចេញពីទីនោះតែកនក៏បានតាក់ជើងជាមួយនឹងខ្សែរបស់បានណាណារួចដានសូក៏បាននិយាយថាគាត់បានសង្ស័យទៅលើ BB ជាយូរណាស់មកហើយក៏ប៉ុន្តែគាត់មកទីនេះគឺមិនមែនមកសម្រាប់ BB ចោលនោះទេគឺគាត់គ្រាន់តែគំរាមទៅកាន់ BB ថាបើសិនជា BB ហ៊ានតែធ្វើអ្វីទៅលើមិត្តភក្តិរបស់គាត់នោះគាត់នឹងកាត់ BB ជាកង់ជាមិនខានរួចក
កូនក៏បានចាកចេញពីទីនោះទៅពេលឃើញបែបនេះបានណាណាក៏ចង់ចូលទៅបញ្ចប់ជីវិតរបស់ BB តែម្ដងព្រោះបើសិនជាទុកឲ្យ BB នៅរស់នោះគាត់នឹងក្លាយទៅជាឧបសគ្គនៅថ្ងៃអនាគតជាមិនខានតែមិនទាន់ទាំងបានធ្វើផងក៏ស្រាប់តែមានមនុស្សអាចកំបាំង2នាក់បានយក BB ចាកចេញពីទីនោះបាត់ទៅហើយបន្តិចក្រោយមកក៏ស្រាប់តែមានក្អែកមួយបាននាំសម្បត្តិមួយមកឲ្យបានណាប្រាប់ឲ្យនាងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខិតរួចនាងក៏បានធ្វើដំណើរទៅកាន់ទីនោះទៅ3ថ្ងៃក្រោយមកក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញខិតអាចសាងសង់វិមានដ៏ធំមួយនៅក្នុងរយៈពេល3ថ្ងៃបែបនេះហើយសូម្បីតែដើមឈើដែលនៅទីនោះថែមទាំងមានផ្លែទៀតផងរួចខិនក៏បាននាំគ្រប់គ្នាចូលទៅមើលនៅខាងក្នុងគឺមានដូចជាបន្ទប់ទទួលភ្ញៀវបន្ទប់ក្រោមដីបន្ទប់ស្តុបទឹកដែលអាចបង្កើតទឹកបានដោយខ្លួនឯងហើយនឹងបន្ទប់អគ្គិសនីដែលអាចផ្គត់ផ្គង់ភ្លើងប្រើមិនចៃអស់ហើយកូនក៏បានរៀបចំបន្ទប់គេងទៅឲ្យពួកគេម្នាក់មួយផងដែររីឯបន្ទប់របស់សិប្បករវិញគឺកូនបានរៀបចំឲ្យធំខ្លាំងមែនទែនរួចកូនក៏បានសួរទៅកាន់យូរីថាតើពេលណាទៅពួកគេបានជួបជាមួយនឹងសិប្បករម្នាក់នោះរួចយូរីក៏បានយល់លេសថាសិប្បករម្នាក់នោះកំពុងតែរវល់ដោយនេះហើយបានជាគាត់ពន្យាពេលរៀងយូរបន្តិចរួចនាងក៏បានសួរទៅកាន់ខិតវិញថាតើបន្ទប់របស់គាត់នៅឯណារួចខិតក៏បានឆ្លើយថាគាត់គ្រាន់តែជាអ្នកធ្វើការតូចតាចតែប៉ុណ្ណោះអញ្ចឹងគាត់អាចគេងនៅកន្លែងតូចមួយនៅជាប់ផ្ទះបាយបានគ្រាន់តែបានលឺភ្លាមគ្រប់គ្នាក៏បានបដិសេធភ្លាមហ្មងរួចពួកគេក៏បានប្រាប់ឲ្យខិតស្នាក់នៅក្នុងបន្ទប់របស់សិប្បករនេះហើយចាំពេលដែលសិប្បករធ្វើដំណើរមកដល់ចាំកនស្វែងរកកន្លែងគេងផ្សេងទៀតដំបូងឡើយខិតមិនចង់យល់ព្រមនោះទេតែបន្ទាប់ពីពួកគេបាននិយាយបញ្ចុះបញ្ចូលគាត់អស់2ម៉ោងទើបបានជាគាត់យល់ព្រមបន្ទាប់មកយូរីក៏បានសួរទៅកាន់ខិតថាតើកនអាចដាក់បេរៀដើម្បីការពារបណ្ដាសានៅជុំវិញវិមានមួយនេះបានដែរឬទេរួចខិតក៏បានតបទៅវិញថាវារៀងពិបាកបន្តិចហើយពេលលើបែបនេះយូរីក៏បានគិតថាខិតមិនចេះបង្កើតបេរៀនោះទេរួចនាងក៏បានសម្រេចចិត្តយកយន្តការពារបណ្ដាសាទៅបិទនៅលើជញ្ជាំងនិងនៅលើទ្វាររបស់លីសេតែម្ដងលុះស្អែកឡើងខិតក៏បានរៀបចំអាហារពេលព្រឹកសម្រាប់គ្រប់គ្នាហើយគ្រប់គ្នាក៏បានសរសើរទៅកាន់គាត់មិនដាច់ពីមាត់នោះឡើយព្រោះដោយសារតែពួកគេមិនធ្លាប់បានញ៉ាំអីឆ្ងាញ់ខ្លាំងបែបនេះពីមុនមកតតែសោះក៏ប៉ុន្តែនៅពេលនោះខិតមិនបាននៅញ៉ាំជាមួយនឹងពួកគេនោះទេព្រោះដោយសារតែគាត់ចង់ទៅសម្អាតស្នាមប្រឡាក់នៅលើជញ្ជាំងជាមុនសិនគ្រាន់តែបានលើភ្លាមយូរីក៏បានធ្វើដំណើរទៅកាន់ទីនោះតែម្ដងតែនាងបានទៅយឺតពេលបន្តិចបាត់ទៅហើយព្រោះដោយសារតែខិនបានជួយសម្អាតយន្តការពារបណ្ដាសាដែលនាងបានព្យាយាមបិទពេញមួយយប់ឡើងជ្រះស្អាតអស់រលីងរួចក៏បានធ្វើឲ្យយូរីបាក់ចង្កេះបដ យព្រោះដោយសារតែនាងអស់យន្តការពារបណ្ដាសាបាត់ទៅហើយតម្រាំតែមីកូធ្វើដំណើរមកដល់ទីនេះគឺត្រូវប្រើរយៈពេលពី3ថ្ងៃឯណោះអញ្ចឹងតើនាងអាចការពារលីសេបានដល់ពេលនោះដែរឬទេផ្ដើមសាច់រឿងនៅក្នុងភាគនេះគឺយើងបានឃើញចៃសលឿងដែលត្រូវជាសមាជិកនៅក្នុងក្រុមចង្គមនាគភ្លើងត្រូវបានលោកអាចារ្យ Tristan បណ្ដេញចេញពីព្រះវិហារព្រោះដោយសារតែក្រុមចង្គមនាគភ្លើងរបស់នាងបានធ្វើ mission បរាជ័យជាច្រើនដងហើយថែមទាំងបានបង្កហិង្សាទៅលើមនុស្សផ្សេងទៀតមិនតែប៉ុណ្ណោះសូម្បីតែមេធីមរបស់នាងក៏កំពុងតែត្រូវបានគេតាមចាប់ខ្លួនដូចគ្នាហើយទោះបីជាចៃសលឿងព្យាយាមបដិសេធថាវាមិនមែនជាកំហុសរបស់នាងយ៉ាងណាក៏ដោយក៏លោកអាចារ្យនៅតែចង់បណ្ដេញនាងចេញពីព្រះវិហារដដែលនឹងព្រោះនាងបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះព្រះវិហាររបស់គាត់នោះឯងក៏ប៉ុន្តែដោយសារតែលោកអាចារ្យទទួលស្គាល់ទៅលើសមត្ថភាពវេទមន្តរបស់នាងចឹងបើសិនជានាងយកព្រមធ្វើការងារឲ្យគាត់មួយនោះកុនប្រហែលជាអាចឲ្យនាងបន្តការងារនៅក្នុងព្រះវិហារបន្តទៀតបានហើយកុនក៏បានសន្យាថាបើសិនជានាងធ្វើការងារមួយនេះបានជោគជ័យគាត់នឹងដំឡើងឋានៈឲ្យនាងទៀតផងពេលឮបែបនេះចៃសលឿងក៏បានយល់ព្រមភ្លាមតែមុនពេលដែលលោកអាចារ្យប្រាប់ទៅកាន់នាងថាវាគឺជាការងារអ្វីនោះក៏បានឲ្យនាងផឹកស្រាក្រហមមួយកែវជាមុនសិនរួចបន្ទាប់ពីចៃសលឿងបានផឹកស្រាមួយកែវនោះហើយលោកអាចារ្យក៏បានប្រាប់ឲ្យចៃសលឿងជួយគាត់ដើម្បីធ្វើឃាតព្រះនាងលីសេតែម្ដងគ្រាន់តែបានឮភ្លាមធ្វើឲ្យចៃសលឿងមានការភ្ញាក់ផ្អើលជាខ្លាំងហើយយើងក៏បានដឹងទៀតថាស្រាដែលលោកអាចារ្យបានឲ្យនាងផឹកមុននឹងគឺមិនមែនជាស្រាធម្មតានោះទេតែវាមានបណ្ដាសានៅក្នុងនោះហើយវានឹងធ្វើឲ្យនាងមិនអាចញ៉ាំអ្វីបានក្រៅពីទឹកនោះឡើយអញ្ចឹងនាងនឹងត្រូវស្លាប់នៅក្នុងរយៈពេល1ខែដោយសារតែការអត់ឃ្លានជាមិនខានក៏ប៉ុន្តែបើសិនជានាងធ្វើការងារមួយនេះបានជោគជ័យគាត់នឹងដល់បណ្ដាសាមួយនោះចេញវិញក្រោយពីបានប្រាប់រួចហើយលោកអាចារ្យក៏បានប្រគល់ចៃសលឿងទៅក្នុងកណ្ដាប់ដៃរបស់បិសាចដើម្បីឲ្យវាស្រូបយកធម្មពលរបស់នាងធ្វើការកោះហៅពូអាន
Undead ឲ្យទៅសម្រាប់ព្រះនាង Lise តែម្ដងអញ្ចឹងយើងកាត់ទៅខាង Kurt ឯណែវិញគាត់ក៏បានធ្វើនំខេកឲ្យមិត្តភ័ក្តិរបស់គាត់ញ៉ាំហើយបន្ទាប់ពី Mimiko និង Ophelia បានធ្វើដំណើរទៅដល់ទីក្រុង G-Dine ហើយនោះពួកគេក៏បានរៀបចំសំណាញ់វេទមន្តមួយដើម្បីតាមដានអំពីសកម្មភាពរបស់សត្រូវអញ្ចឹងបើសិនជាសត្រូវរបស់ពួកគេព្យាយាមធ្វើអ្វីមួយពួកគេនឹងដឹងភ្លាមៗជាមិនខានហើយជាមួយគ្នានោះ Lise ក៏បានសរសើរទៅកាន់ Kurt ថានំខេករបស់គាត់ពិតជាឆ្ងាញ់ខ្លាំងណាស់ហើយសូម្បីតែបបរដែលគាត់បានធ្វើឲ្យនាងញ៉ាំកាលពីលើកមុនក៏ឆ្ងាញ់ដូចគ្នារួចនាងក៏បានសុំឲ្យគាត់ធ្វើបបរឲ្យនាងញ៉ាំម្ដងទៀតបើសិនជានាងត្រូវបណ្ដាសាម្ដងទៀតហើយពិតណាស់ Kurt មិនបានបដិសេធនោះឡើយតែគាត់ក៏បានប្រាប់ទៅកាន់ Lise ថាកុំឲ្យបារម្ភអំពីបណ្ដាសាទៀតអីរួច Yuri ក៏បានសួរទៅកាន់ Kurt ថាហេតុអ្វីបានជាគាត់និយាយជឿជាក់ខ្លាំងម្ល៉េះព្រោះកាលពីលើកមុនគាត់ធ្លាប់បាននិយាយថាគាត់មានការពិបាកនៅក្នុងការបង្កើត Barrier ដើម្បីការពារបណ្ដាសារួច Kurt ក៏បានតបទៅវិញថាពិតមែនហើយគាត់មិនអាចបង្កើត Barrier ការពារបណ្ដាសាបានទេព្រោះដោយសារតែវិមានមួយនេះទាំងមូលគឺជា Barrier ដែលអាចជះបណ្ដាសាត្រឡប់ទៅវិញបានដោយនេះហើយបានជាគាត់មិនអាចបង្កើត Barrier មួយទៀតនៅខាងក្នុងបានឡើយក៏ប៉ុន្តែគាត់បានកែប្រែវាបន្តិចបន្តួចគឺជំនួសឲ្យការជះបណ្ដាសាត្រឡប់ទៅវិញគឺវានឹងធ្វើឲ្យរាងកាយរបស់សត្រូវជះពន្លឺតែម្ដងពេលដែលបាននៅរឿងនេះភ្លាម Yuri ក៏ចង់ប្រាប់វាទៅកាន់ Mimiko ហើយបន្ទាប់ពី Yuri ចេញទៅបាន Kurt ក៏បានបបួល Lise ទៅផ្សារទិញអីវ៉ាន់ជាមួយគ្នាព្រោះចាប់តាំងពីពេលដែលនាងមកដល់ទីនេះនាងមិនដែលឈានជើងចេញទៅខាងក្រៅសូម្បីតែម្ដងនោះឡើយតែ Lise ក៏បានតបទៅវិញទាំងពិបាកចិត្តថានាងមិនអាចទៅជាមួយគាត់នៅថ្ងៃនេះបានទេរួចក៏បានធ្វើឲ្យ Kurt មានការបារម្ភទៅលើនាងជាខ្លាំងស្របពេលជាមួយគ្នានោះយើងក៏បានដឹងការពិតថាបរិសុទ្ធស្លៀករ៉ូបខ្មៅដែលបានដាក់បណ្ដាសាទៅលើព្រះនាង Lise កាលពីលើកមុនគឺជាកូនចៅរបស់លោកអាចារ្យ Tristan នោះឯងហើយពួកគេក៏ចង់ដាក់បណ្ដាសាទៅលើព្រះនាង Lise ម្ដងទៀតពីចម្ងាយដើម្បីសម្លាប់នាងចោលតែម្ដងរួច Ophelia ក៏បានដឹងរឿងមួយនេះភ្លាមក៏ប៉ុន្តែបណ្ដាសាមួយនោះក៏បានជះត្រឡប់ទៅកាន់គាត់វិញហើយក៏បានធ្វើឲ្យរាងកាយរបស់គាត់មានពន្លឺភ្លឺដូចជាថ្ងៃអញ្ចឹងលុះយប់ឡើងនៅពេលដែលបានឃើញអាប់ឡើងក្រាស់បែបនេះពួកគេមានអារម្មណ៍មិនសូវស្រួលនោះឡើយហើយយើងក៏បានដឹងទៀតថាមេការសំណង់ដែលបានជួ Kurt ជួសជុលកំផែងទីក្រុងកាលពីលើកមុនគាត់មានឈ្មោះថា Ored ហើយគាត់គឺជាមេតបធំនៅក្នុងទីក្រុងមួយនេះចំណែកឯប្រូសសគាត់គឺជាមេតបរងបន្តិចក្រោយមកពួកគេក៏ត្រូវបានពួក Undead ធ្វើការវាយប្រហារពិតមែនរីឯនៅខាងក្រុមរបស់ Yuri ឯណែវិញបន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់ទីតាំងរបស់សត្រូវហើយនោះពួកគេក៏បានឃើញឃាតករម្នាក់នោះបានស្លាប់បាត់ទៅហើយតែគាត់មិនមែនស្លាប់ដោយសារតែរាងកាយរបស់គាត់មានពន្លឺនោះទេគឺគាត់ត្រូវបានគ្នារបស់ខ្លួនសម្រាប់ចោលបំបិតមាត់នោះឯងស្រាប់តែពេលនោះពួកគេក៏បានទទួលដំណឹងថាមានពួក Undead ជាច្រើនកំពុងតែធ្វើការវាយប្រហារទីក្រុងមួយនេះរួចលោកមេតបក៏បានប្រមូលកងទ័ពរបស់ខ្លួនដើម្បីចេញទៅតទល់ជាមួយនឹងពួក Undead ទាំងអស់នោះហើយគាត់ក៏បានបញ្ជាឲ្យប្រូសសធ្វើការជំលះខ្លួនប្រជាជនទៅកាន់កន្លែងដែលមានសុវត្ថិភាពក៏ប៉ុន្តែអ្វីដែលពួកគេមិននឹកស្មានដល់នោះគ្រាន់តែពួក Undead ដើរប៉ះកំផែងទីក្រុងនៅទិសខាងលិចភ្លាមក៏ស្រាប់តែពួកវារលាយបាត់ភ្លាមតែម្ដងព្រោះដោយសារតែខិនគឺជាអ្នកដែលបានជួសជុលកំផែងនៅទិសខាងលិចនិងទិសខាងជើងអញ្ចឹងខិនប្រកាសជាបានធ្វើអ្វីមួយទៅលើកំផែងទាំងអស់នោះជាមិនខានរីឯនៅខាងបិសាចឯណែវិញដោយសារតែការវាយប្រហារលើកទី1ត្រូវបានបរាជ័យវាក៏បានស្រូបយកថាមពលរបស់ចែសលឿងបន្តទៀតដើម្បីកោះហៅពួក Undead ឲ្យទៅវាយប្រហារទីក្រុង G-Dine ជាលើកទី2និងលើកទី3បន្តទៀតហើយទីតាំងរបស់ពួកគេគឺនៅឯប្រាសាទចាស់មួយដែលនៅខាងលិចទីក្រុងនោះឯងលុះស្អែកឡើង Kurt ក៏បានសួរទៅកាន់ Yuri ទាក់ទងជាមួយនឹងស្ថានភាពទីក្រុងរួច Yuri ក៏បានប្រាប់ទៅកាន់គាត់ថាមានពួក Undead ជាច្រើនកំពុងតែឡោមព័ទ្ធទីក្រុងមួយនេះហើយបើតាមព័ត៌មានដែលពួកគេទទួលបានពួក Undead ទាំងអស់នោះគឺមានប្រភពមកពីប្រាសាទមួយដែលនៅឯទិសខាងលិចដោយលោកមេតំកំពុងតែស្វែងរកយុទ្ធសាស្ត្រដើម្បីទប់ទល់ជាមួយនឹងពួកវាហើយកាលពីយប់មិញគ្រាន់តែពួក Undead បានប៉ះទៅលើកំផែងទីក្រុងភ្លាមពួកវាក៏បានរលាយបាត់ភ្លាមហ្មងរួចខិនក៏បានតបទៅវិញថានៅភូមិរបស់គាត់វាគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះព្រោះនៅពេលដែលគាត់ជួសជុលកំផែងទីក្រុងទាំងអស់នោះគាត់បានលាយវាជាមួយនឹងវេទមន្ត Purify នោះឯងក៏ប៉ុន្តែដោយសារតែខិនបានជួសជុលតែកំផែងទិសខាងលិចនិងទិសខាងជើងអញ្ចឹងបើសិនជាពួក Undead ធ្វើការវាយប្រហារកំផែងនៅទិសផ្សេងទៀតដែលមិនមានវេទមន្ត Purify នោះ
ពួកគេនឹងវីវធំជាមិនខានស្រាប់តែពេលនោះយូរីក៏បានរកឃើញគំនិតល្អមួយតែមុនពេលដែលនាងចាកចេញពីទីនោះនាងក៏បានហាមពួកគេទាំងពីរថាមិនត្រូវចាកចេញពីវិមានមួយនេះជាដាច់ខាតរួចលីសេក៏បានសួរទៅកាន់យូរីថាតើនាងទៅទីណារួចយូរីក៏បានឆ្លើយថាគឺនាងនឹងទៅបោសសម្អាតប្រាសាទមួយដែលនៅឯទិសខាងលិចគ្រាន់តែបានឮភ្លាមខិតក៏បានសុំទៅជាមួយដែរតែយូរីក៏បានបដិសេធព្រោះដោយសារតែនៅទីនោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់បន្ទាប់មកយូរីក៏បានទៅយកគ្រីស្តាល់វេទមន្តដែលខិតបានធ្វើកាលពីលើកមុនហើយនាងក៏បាននាំមីមីកូនិងអូហ្វេលៀទៅជួបជាមួយនឹងលោកមេតបតែម្ដងលុះបន្ទាប់ពីបានណែនាំខ្លួនទៅវិញទៅមករួចហើយយូរីក៏បានប្រាប់ផែនការរបស់នាងទៅកាន់លោកមេតបថាគឺនាងចង់សុំឲ្យលោកមេតបបញ្ជូនកូនចៅឲ្យទៅបង្វែងដានពួកអានដេទាំងអស់នោះដើម្បីបើកផ្លូវឲ្យនាងធ្វើដំណើរទៅកាន់ប្រាសាទនៅឯទិសខាងលិចហើយចាត់ការប្រភពដែលបង្កើតពួកអានដេទាំងអស់នោះរួចនៅពេលដែលបានដឹងថាយូរីចង់ធ្វើការងារមួយនេះតែម្នាក់ឯងលោកមេតបក៏បានគិតថាវាមិនអាចទៅរួចនោះទេតែអូហ្វេលៀក៏បានប្រាប់ទៅកាន់គាត់ថាកុំឲ្យបារម្ភអីព្រោះដោយសារតែពួកគេមានគ្រីស្តាល់វេទមន្តដែលអាចរំលាយពួកអានដេទាំងអស់នោះបានយ៉ាងងាយរួចលោកមេតបក៏មិនបានបដិសេធនោះឡើយតែគាត់មានលក្ខខណ្ឌមួយគឺគាត់ចង់ទៅប្រាសាទមួយនោះជាមួយនឹងយូរីដែរហើយគាត់នឹងឲ្យលោកមេតបរងដឹកនាំកងទ័ពមួយក្រុមដើម្បីបង្វែងដានពួកអានដេទាំងអស់នោះឲ្យពួកគេទាំងពីរក្រោយពីបានព្រមព្រៀងគ្នារួចហើយពួកគេក៏បានអនុវត្តតាមផែនការមួយនេះតែម្ដងកាត់មកខាងខិតឯណេវិញគាត់ក៏បានចូលទៅក្នុងបន្ទប់ឡដែកដើម្បីធ្វើកូនកំបិតមួយផងដែរព្រោះដោយសារតែនៅពេលនេះមិត្តភ័ក្តិរបស់គាត់កំពុងតែប្រយុទ្ធគ្នាជាមួយនឹងពួកអានដេតែគាត់មិនអាចជួយអ្វីពួកគេបានឡើយដូចនេះវាក៏បានធ្វើឲ្យគាត់មិនសូវជាមានអារម្មណ៍ល្អប៉ុន្មាននោះទេហើយជាមួយគ្នានោះបន្ទាប់ពីក្រុមរបស់យូរីបានធ្វើដំណើរទៅដល់ច្រកចេញហើយនាងក៏បានប្រាប់ឲ្យគ្រប់គ្នាបិទភ្នែកនៅពេលដែលនាងគប់គ្រីស្តាល់វេទមន្តទៅកាន់ពួកអានដេតហើយគ្រាន់តែគ្រីស្តាល់វេទមន្តមួយសោះគឺវាអាចរំលាយពួកអានដេតអស់ជាច្រើនត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះរួចក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងបន្តមកទៀតប្រូសសក៏បានដឹកនាំកងទ័ពមួយក្រុមដើម្បីបង្វែងដានពួកអានដេតដែលនៅសល់រួចលោកមេតបជាមួយនឹងយូរីក៏បានធ្វើដំណើរទៅកាន់ប្រាសាទមួយនោះតែម្ដងរីឯខិតឯណេវិញលីសេក៏បានមកហៅគាត់ទៅញ៉ាំបាយជាមួយគ្នារួចនៅពេលដែលនាងបានក្រឡេកឃើញកូនកំបិតមួយនោះស្អាតខ្លាំងបែបនេះនាងក៏បានសុំមើលវាបន្តិចរួចខិនក៏បានប្រាប់ទៅកាន់នាងថាគាត់បានបញ្ចូលវេទមន្តទៅក្នុងកូនកំបិតមួយនោះចឹងបើសិនជានាងដាក់វានៅលើក្បាលនោះវានឹងដំណើរការវេទមន្តមួយនោះជាមិនខានរួចកងក៏បានប្រគល់កូនកំបិតមួយនោះទៅឲ្យលីសេតែម្ដងបន្ទាប់មកខិតក៏បានសួរសំណួរមួយទៅកាន់លីសេថាតើមាននរណាម្នាក់កំពុងតែតាមសម្លាប់នាងមែនដែរឬទេរួចលីសេក៏បានតបទៅវិញថាពិតមែនហើយនាងក៏បានសុំទោសទៅកាន់ខិតដែលបានលាក់បាំងរឿងមួយនេះពីគាត់ផងដែរព្រោះដោយសារតែរឿងរបស់នាងមួយនេះយូរីក៏បានស៊ូបដូរជីវិតចូលទៅប្រយុទ្ធជាមួយនឹងពួកអានដេតដើម្បីធ្វើដំណើរទៅកាន់ប្រាសាទនៅឯទិសខាងលិចដែលជាកន្លែងរបស់សត្រូវពេលដែលបាននឹងរឿងនេះភ្លាមខិតក៏បានចងចាំថាកាលពីលើកមុនគាត់ធ្លាប់បានធ្វើដំណើរទៅកាន់ទីនោះជាមួយនឹងក្រុមចង្កូមនាគភ្លើងម្ដងរួចមកហើយដោយសារតែមិនចង់នៅទីនេះរងចាំតទៅទៀតខិតក៏បានបបួលលីសេធ្វើដំណើរទៅកាន់ប្រាសាទមួយនោះដើម្បីជួយយូរីតែម្ដងតែលីសេក៏បានតបទៅវិញថានៅជុំវិញទីក្រុងមួយនេះគឺត្រូវបានពួកអានដេតឡោមព័ទ្ធជុំវិញអស់បាត់ទៅហើយតែវាមិនមែនជាបញ្ហាសម្រាប់ខិតនោះទេគឺគាត់នឹងបង្កើតផ្លូវមួយទៀតដើម្បីចាកចេញពីទីនេះឲ្យតតែបានអញ្ចឹងនៅពេលដែលលីសេកំពុងតែរៀបចំខ្លួនដើម្បីទៅជួយយូរីនោះនាងក៏បាននឹកចាំអំពីពាក្យសម្ដីដែលខិតបានប្រាប់មកកាន់នាងថាគាត់បានបញ្ចូលវេទមន្តទៅក្នុងកូនកំបិតមួយនោះអញ្ចឹងនៅពេលដែលនាងដាក់វានៅលើក្បាលនោះវានឹងដំណើរការវេទមន្តមួយនោះជាមិនខានហើយដោយសារតែចង់ដឹងថាតើវាគឺជាវេទមន្តអ្វីលីសេក៏បានដាក់កូនកំបិតមួយនោះនៅលើក្បាលរបស់នាងតែវាដូចជាមិនមានអ្វីកើតឡើងនោះឡើយលុះនៅពេលដែលនាងក្រឡេកមើលទៅខាងក្រោយក៏បានធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាខ្លាំងរួចពួកគេក៏បានធ្វើដំណើរទៅជួយយូរីតែម្ដងរីឯនៅខាងយូរីជាមួយនឹងលោកមេតបឯណេវិញខណៈពេលដែលពួកគេទាំងពីរកំពុងតែធ្វើដំណើរទៅកាន់ប្រាសាទនៅឯទិសខាងលិចលោកមេតបក៏ត្រូវបានពួកអានដេតវាយឲ្យមានរបួសយ៉ាងធ្ងន់ហើយនៅពេលដែលយូរីចង់ចូលទៅជួយគាត់នាងក៏ត្រូវបានពួកអានដេតផ្សេងទៀតធ្វើការវាយប្រហារដូចគ្នាតែសំណាងល្អដែលបានក្រុមសាកូរ៉ាចូលមកជួយពួកគេតន់រួចនៅពេលដែលបានឃើញឱកាសល្អបែបនេះយូរីក៏បានប្រើប្រាស់គ្រីស្តាល់វេទមន្តដើម្បីបោសសម្អាតពួកអានដេតដែលនៅទីនោះរួចនាងក៏បានឲ្យលោកមេតបផឹកទឹកស៊ុបដែលខិនបានចម្អិនឲ្យពួកគេរួច
វាក៏បានព្យាបាលរបួសរបស់គាត់ភ្លាមដែលធ្វើឲ្យលោកមេតមមានការភ្ញាក់ផ្អើលជាខ្លាំងស្រាប់តែពេលនោះក៏មានពួកអានដែលជាច្រើនបានបង្ហាញខ្លួនទៀតរួចក្រុមសាកូរ៉ាក៏បានស្ម័គ្រចិត្តប្រយុទ្ធជាមួយនឹងពួកវាដើម្បីបើកផ្លូវឲ្យយូរីនិងលោកមេតបចូលទៅក្នុងប្រាសាទបន្តទៀតទៅពេលដែលបាននឹងរឿងនេះភ្លាមបិសាចប្រជាក៏បានសម្រេចចិត្តចេញទៅស្វាគមន៍ពួកគេទាំងពីរដោយផ្ទាល់តែម្ដងហើយគ្រាន់តែបានឃើញវត្តមានរបស់បិសាចប្រជាភ្លាមយូរីក៏បានស្ទុះចូលទៅរកវារួចក៏បានប្រើប្រាស់គ្រីស្តាល់វេទមន្តដើម្បីសម្លាប់វាចោលនៅនឹងកន្លែងក៏ប៉ុន្តែអ្វីដែលពួកគេមិននឹកស្មានដល់នោះគឺថាគ្រីស្តាល់វេទមន្តមួយនេះមិនអាចធ្វើអ្វីទៅលើបិសាចប្រជាបានទេហើយទោះបីជាលោកមេតបបានកាប់ទៅលើបិសាចប្រជាស្ទើរតែដាច់ខ្លួនជាពីរក៏ដោយក៏បិសាចប្រជានៅតែអាចព្យាបាលខ្លួនឯងបានយ៉ាងងាយព្រោះដោយសារតែធម្មពលរបស់បិសាចប្រជាទាំងប៉ុន្មានគឺត្រូវបានស្រូបចេញពីចែសក់លឿងទាំងអស់នឹងអញ្ចឹងបើសិនជានាងមិនអាចលុបរង្វង់វេទមន្តមួយនេះបានទេនោះបិសាចប្រជានឹងស្រូបយកធម្មពលរបស់នាងរហូតដល់ស្លាប់ជាមិនខានរួចបិសាចប្រជាក៏បាននិយាយថាវាបានមើលការប្រយោជន៍របស់ពួកគេតាំងតែពីដំបូងមកម្ល៉េះហើយក៏បានដឹងថាពួកគេគឺមិនមែនជាមនុស្សធម្មតានោះទេព្រោះដើម្បីការពារទីក្រុងជីដែននិងការពារព្រះនាងលីសេពួកគេហ៊ានស៊ូបដូរជីវិតរបស់ខ្លួនដោយមិនខ្លាចសេចក្តីស្លាប់សូម្បីតែបន្តិចនោះឡើយដោយនេះបិសាចប្រជាក៏ចង់បញ្ជូនពួកអានដែតខ្លាំងជាច្រើនទៀតដើម្បីឲ្យទៅសម្លាប់មនុស្សគ្រប់គ្នាចោលតែម្ដងអញ្ចឹងដើម្បីការពារកុំឲ្យរឿងមួយនេះកើតឡើងលោកមេតបជាមួយនឹងយូរីក៏បានស្ទុះចូលទៅចាក់បេះដូងព្រមទាំងកាត់ក្បាលរបស់បិសាចប្រជាចោលភ្លាមតែបិសាចប្រជានៅតែអាចព្យាបាលខ្លួនឯងបានដដែលនឹងហើយវាថែមទាំងអាចតភ្ជាប់ក្បាលរបស់វាវិញបានទៀតផងក៏ប៉ុន្តែវាមិនបានតដៃទៅកាន់ពួកគេទាំងពីរវិញនោះទេគឺវាចង់ទុកឲ្យពួកគេទាំងពីរមើលឃើញការស្លាប់របស់ពួកកងទ័ពនិងការស្លាប់របស់ព្រះនាងលីសេដែលផ្ទាល់ភ្នែកស្របពេលជាមួយគ្នានោះនៅខាងចៃសលឿងឯនេះវិញខិតជាមួយនឹងលីសេក៏បានជីករូងក្រោមដីមកដល់ទីនោះហើយគ្រាន់តែបានក្រឡេកឃើញចៃសលឿងភ្លាមខិតក៏បានសួរទៅកាន់នាងថាតើនាងកំពុងតែធ្វើអ្វីនៅទីនេះតែចៃសលឿងមិនបានតបទៅវិញនោះឡើយហើយនៅពេលដែលបានឃើញព្រះនាងលីសេនៅជាមួយនឹងខិតបែបនេះចៃសលឿងក៏បានគិតថាខិតប្រហែលជាបានដឹងការពិតថានាងបានខុបខិតជាមួយនឹងបិសាចដើម្បីធ្វើឃាតព្រះនាងលីសេហើយទើបបានជាខិននាំព្រះនាងលីសេមកទីនេះតែផ្ទុយពីការគិតរបស់នាងទាំងស្រុងគឺខិនមិនបានដឹងថាចៃសលឿងប៉ុនប៉ងធ្វើឃាតព្រះនាងលីសេនោះទេរួចខិនក៏បានសួរទៅកាន់ចៃសលឿងថាតើយូរីនៅទីណាព្រោះយូរីបានមកទីនេះមុនគាត់រួចចៃសលឿងក៏បានតបទៅវិញថាយូរីកំពុងតែនៅជាន់ខាងលើពេលដែលបាននឹងរឿងនេះភ្លាមលីសេក៏បានស្ម័គ្រចិត្តទៅស្វែងរកយូរីហើយក៏បានប្រាប់ឲ្យខិននៅទីនេះដើម្បីជូតសម្អាតរង្វង់វេទមន្តមួយនោះចោលទៅលុះបន្ទាប់ពីលីសេចេញទៅបានខិតក៏បានចាប់ផ្ដើមជូតសម្អាតរង្វង់វេទមន្តមួយនោះតែម្ដងរួចក៏បានធ្វើឲ្យចៃសលឿងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញខិតអាចលុបវាបានយ៉ាងងាយបែបនេះហើយនៅពេលដែលបិសាចប្រជាបានដឹងអំពីរឿងមួយនេះភ្លាមវាក៏បានគេចចេញពីការវាយប្រហាររបស់ពួកគេទាំងពីរតែម្ដងព្រោះថានៅពេលនេះវាមិនអាចព្យាបាលរបួសរបស់វាបានតទៅទៀតនោះឡើយរួចយូរីក៏ចង់ប្រើប្រាស់គ្រីស្តាល់វេទមន្តដើម្បីយកមកសម្លាប់វាចោលតែបិសាចប្រជាក៏បានស្ទុះចូលទៅវាយទម្លាក់គ្រីស្តាល់វេទមន្តមួយនោះចោលមុនហើយដោយសារតែមិនចង់លេងសើចតទៅទៀតបិសាចប្រជាក៏ចង់ចូលទៅសម្លាប់ពួកគេទាំងពីរនាក់ចោលតែម្ដងស្រាប់តែពេលនោះលីសេក៏បានធ្វើដំណើរមកដល់ហើយគ្រាន់តែបានក្រឡេកឃើញនាងភ្លាមបិសាចប្រជាក៏បានសម្លាប់នាងចោលមុនគេរួចក៏បានធ្វើឲ្យវាមានការសប្បាយចិត្តជាខ្លាំងព្រោះថានៅទីបំផុតបេសកកម្មរបស់វាគឺទទួលបានជោគជ័យហើយក៏ប៉ុន្តែតាមពិតវាគ្រាន់តែជាក្លូនមួយរបស់លីសេតែប៉ុណ្ណោះហើយវាគឺជាវេទមន្តនៅលើកូនកំបិតដែលខិនបានធ្វើឲ្យនាងនោះឯងព្រោះនៅពេលដែលលីសេបានដាក់កូនកំបិតមួយនោះនៅលើក្បាលកាលពីលើកមុនវាក៏បានបង្កើតក្លូនរបស់នាងចេញមកដោយនេះហើយបានជាធ្វើឲ្យនាងមានការភ្ញាក់ផ្អើលបែបនេះនិយាយមិនតន់ចប់ផងបិសាចប្រជាក៏បានធ្វើការវាយប្រហារទៅលើនាងម្ដងទៀតតែវាក៏ជាក្លូនរបស់នាងដូចគ្នារួចលីសេក៏បានស្ទុះចូលទៅវាយកំទេចគ្រីស្តាល់វេទមន្តដែលជ្រុះនៅលើដីរួចក៏បានសម្លាប់បិសាចប្រជាបានសម្រេចតែម្ដងហើយដោយសារតែបិសាចប្រជាស្លាប់បាត់បែបនេះអញ្ចឹងពួកអានដែតទាំងអស់នោះក៏បានរលាយបាត់ទៅជាមួយនឹងវាដូចគ្នាបន្ទាប់មកយូរីក៏បានស្ដីបន្ទោសទៅកាន់លីសេព្រោះដោយសារតែនាងបានប្រាប់ឲ្យលីសេលាក់ខ្លួននៅក្នុងវិមានតែលីសេបែរជាមកទីនេះទៅវិញរួចលីសេក៏បាន
បានតបទៅវិញថានាងមិនចង់លាក់ខ្លួនតទៅទៀតនោះឡើយដោយនេះហើយបានជានាងមកជួយពួកគេបែបនេះហើយមូលហេតុដែលយូរីខឹងខ្លាំងបែបនេះគឺដោយសារតែនាងបារម្ភពីលីសេតែប៉ុណ្ណោះក៏ប៉ុន្តែគុំតែបានលីសេចូលមកជួយពួកគេទាំងពីរគុំអីពួកគេទាំងពីរប្រហែលជាត្រូវស្លាប់នៅក្រោមទ្វេដៃរបស់បិសាចប្រជាបាត់ទៅហើយរួចពួកគេទាំងពីរក៏បានអរគុណទៅកាន់លីសេតែម្ដងរីឯនៅខាងខិតឯនេះវិញបន្ទាប់ពីគាត់បានជូតសម្អាតរង្វង់វេទមន្តមួយនោះរួចហើយចៃសក់លឿងក៏ចាប់ផ្ដើមឃ្លានព្រោះដោយសារតែនាងមិនបានញ៉ាំអីអស់ជាច្រើនថ្ងៃមកហើយរួចខិនក៏បានឲ្យបាយទៅកាន់នាងញ៉ាំទៅហើយទោះបីជាចៃសក់លឿងបានដឹងថានាងត្រូវបណ្ដាសាហើយមិនអាចញ៉ាំអ្វីបានក្រៅពីទឹកក៏ដោយតែដោយសារតែនាងឃ្លានខ្លាំងពេកនាងក៏បានយកបាយមួយនោះមកញ៉ាំតែម្ដងហើយអ្វីដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលជាទីបំផុតនោះគឺនាងមិនបានក្អួតវាចេញមកវិញនោះទេហើយវាថែមទាំងបានលុបបំបាត់បណ្ដាសាចេញពីពោះរបស់នាងទៀតផងពេលដែលបានដឹងរឿងនេះភ្លាមទើបចៃសក់លឿងបានភ្ញាក់ខ្លួនថាអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងកន្លងមកគឺសុទ្ធតែជាធម៌ពលរបស់ខិតទាំងអស់នឹងគឺខិនបានការពារពួកគេរហូតមកតែពួកគេមិនបានដឹងខ្លួននោះឡើយហើយថែមទាំងបានមើលងាយគាត់និងធ្វើបាបគាត់ទៅវិញក្រោយពីបានដឹងរឿងទាំងអស់នេះហើយចៃសក់លឿងក៏បានសុំទោសទៅកាន់ខិតតែខិនមិនបានប្រកាន់ទោសភ័យទៅកាន់នាងនោះទេស្រាប់តែពេលនោះកូនចៅរបស់មីមីកូក៏បានបង្ហាញខ្លួនហើយក៏បានចាប់ចៃសក់លឿងយកទៅឃុំដើម្បីទុកសួរចម្លើយតែម្ដងរួចខិនក៏បានប្រាប់ទៅកាន់ចៃសក់លឿងថាកុំឲ្យបារម្ភអីចាំគាត់នឹងយកនំប៉័ងទំពាំងបាយជូរដែលនាងចូលចិត្តទៅផ្ញើនៅពេលដែលគាត់ទៅសួរសុខទុក្ខនាងនៅក្នុងគុករួចក៏បានធ្វើឲ្យចៃសក់លឿងបាក់ចង្កេះបដ ហើយអញ្ចឹងបន្ទាប់ពីពួកគេបានដោះស្រាយរឿងរ៉ាវទាំងប៉ុន្មានរួចអស់ហើយនោះពួកគេក៏បានធ្វើដំណើរត្រឡប់ទៅវិញរួចក៏បានរៀបចំពិធីជប់លៀងដ៏ធំមួយដើម្បីអបអរសាទរចំពោះជ័យជំនះរបស់ពួកគេផងដែរហើយដោយសារតែខិតចំអិនអាហារឆ្ងាញ់ខ្លាំងពេកគ្រប់គ្នាក៏បានញ៉ាំយកគ្មានដកមាត់នោះឡើយបន្ទាប់មកលីសេក៏បានណែនាំលោកមេតបទៅកាន់ខិតរួចក៏បានធ្វើឲ្យខិនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាដំបូងឡើយគាត់គិតថាលោកមេតបគ្រាន់តែជាមេការសំណងម្នាក់តែប៉ុណ្ណោះរួចលោកមេតបក៏បានតបទៅវិញថាមេការសំណងក៏ជាការងាររបស់គាត់ដូចគ្នារួចខិនក៏បានដុតកំជ្រួចដើម្បីឲ្យពិធីជប់លៀងកាន់តែមានភាពអ៊ូអរថែមទៀតហើយនៅពេលនោះឯងទៅពួកគេបានភ្ញាក់ខ្លួនថារបួសរបស់ពួកគេទាំងប៉ុន្មានគឺត្រូវបានជាសះស្បើយអស់បាត់ទៅហើយព្រោះដោយសារតែពួកគេបានញ៉ាំអាហាររបស់ខិននោះឯង